ចំនួនទី429អាចយល់បានយ៉ាងខ្លាំងចំនួនទី429អាចយល់បានណាស់តែមិនថាអ្នកនិយាយយ៉ាងណាទេមនុស្សដែលមានឈាមខ្ពស់ទៅទំនួលចំណងនៃអាណត្តិក្រៅគឺងាយជាងបើប្រៀបធៀបនឹងមនុស្សជាច្រើនសម្បីតែបើប្រៀបធៀបជាមួយខ្ញុំគឺស្រួលជាងព្រោះនេះជាកម្លាំងនៃការទទួលរំដោះវជាងពីអ្នកការថ្ងៃណាពីទេពកង់ដៃជីតែរបស់ខ្ញុំសម្បីតែបាននិយាយតាក់ទងនឹងមនុស្សរណាបានទទួលរំពួយប្រសិនបើកម្រិតវងជាងក្នុងផ្សេងកាយរបស់ពួកគេជាដល់កម្រិតជាក់អ្នកមួយពួកគេនឹងខ្លាយជាសម្បីតែខ្លាំងជាងកាយទៀតហើយជាស្វត្ថិផលដែលអាចសម្រេចបាននៅពេលអនាគតវាដោយសារតែសម្បីតែប្រសិនបើវាជារាងកាយដ៏ទៅភាពហើយវាទទួលបានពងពីស្ថានសួគ៌ពីក្មេងអាយុបន្ទាប់ពីឈានដល់អនាគតជាក់អ្នកមួយផ្កាឆ្លងកាត់ក៏ជារឿងដ៏លំបាកបំផុតព្រោះ129ជាម៉ាស៊ីននេះនិយាយយ៉ាងយកចិត្តទុកដាក់ដោយរៀបរាប់លម្អិតអំពីភាពខុសគ្នារវាងកាយទេពនិងដំពួចថាមិនសោកហេតុសុផលទេខ្សែជានៅទទួលឬតត្រូវបាននាំមកដោយធម្មជាតិប៉ុន្តែច្បាស់ណាស់ពន្លឺដល់ទេពភាពបានដំណោះចូលទៅក្នុងខ្លួនរបស់អ្នកហើយបានធ្វើផ្ដើមគំនិតដើម្បីឃុំចូលទៅក្នុងខ្លួនរបស់អ្នកតើវាអាចទៅរួចទៅរបៀបណាដែលអ្នកបានទទួលមរតកពីកំណើតវងឈាមនៅពេលនោះឯកីភៀងខ្សែចំអស់ហើយនិយាយត្រូវហើយIP គឺត្រឹមត្រូវណាស់ទោះបីជាវងឈាមស៊ីលេងដែលទទួលបានរំដោះបាននិយាយថាត្រូវគ្នានឹងស្ថានភាពរបស់ខ្ញុំទាំងស្រុងនៅទីនោះឬមួយដែលមិនត្រូវគ្នាស៊ីលេងក៏បាននិយាយថានឹងពូឈាមត្រូវបាននាំយកមកដោយធម្មជាតិនេះត្រូវក្រពុតប៉ុន្តែខ្ញុំមិនដូចនឹងមុនខ្ញុំគឺជា10ឆ្នាំចាស់ខ្ញុំគឺជាមនុស្សធម្មតាឈួរលេងគាត់មួយបំដាក់ខ្លួនបាត់ហើយគាត់គឺជាបន្តិចមិនច្បាស់ថាតើគាត់ខ្លួនឯងមានស្ថានភាពបែបណាគឺជាជួសលេងតើអ្នកអាចប្រាប់ខ្ញុំបានទេថាអ្នកមកពីហើយតាំងវងឈាមរបស់អ្នកកម្រិតណាភ្លាមណាស៊ីលេងសិស្សច្បាស់លាស់បើខ្លាយជាដុល្លារដែលកំផុតនាងបានចាប់ផ្ដើមយ៉ាងធ្ងន់ធ្ងរនៃជួសលេងហើយការសម្រឹងរបស់នាងគឺជាពោពេញនៅក្តីប្រាថ្នាចង់បានចម្លើយរបស់ជួសលេងដល់ការតែខ្ញុំអាចនិយាយបានថាសម្បីតែខ្ញុំមិនដឹងថាខ្ញុំមកពីហើយសម្បីតែខ្ញុំមិនដឹងថាអ្វីទៅជាការដោះស្រាយជាមួយនឹងធម្មពលពិសេសដែលខ្ញុំចាប់យកជួសលេងនិយាយដោយអស់សង្ឃឹមពិតណាស់អ្នកអាចធ្វើបានខ្ញុំជឿអ្នកទោះជាយ៉ាងណាស៊ីលេងនាងយ៉ាងធូរស្រាលបន្ទាប់មកមិនសួរទៀតទេនាងបានលោតទៅលើឈុំបំវែងក្បាលរបស់នាងជំវិញហើយនិយាយទៅកាន់ឈូវិញថាប្រូតេអ៊ីនណាំនោះទាំងអស់នឹងជារបស់អ្នកប៉ុន្តែធម្មពលប្រភពទាំងនេះនឹងជារបស់ខ្ញុំឡើយនេះបន្ទាប់ពីយើងពាក្យទាំងនោះឈូលេងគឺជាបន្តិចនិយាយមិនចេញព្រោះ IT ក៏ត្រូវការបង្កើតកម្លាំងរបស់នាងដែរវិធីសាស្ត្ររបស់ IT ក្នុងការបង្កើតកម្លាំងរបស់គាត់គឺជាដើម្បីចម្រាញ់ធម្មពលប្រភពនៅពីមុខគាត់នៅទីនោះគឺជាអ្នកជំនាញប្រភពធម្មពលពេញលេញពីទៅដី IT នេះគឺជាពិតជាគួរឲ្យតាក់ទាញខ្លាំងណាស់ឲ្យអ្វីដែលអាចជួបដោយសំណាងហើយមិនបានរកឃើញទោះជាយ៉ាងណាបាស៊ីលេងបានផ្ដល់ទន្ធានអំបើយ៉ាងច្រើនដល់ខ្លួនគាត់រួចហើយប្រសិនបើគាត់នៅតែប្រយ័ត្នលើប្រភពធម្មពលជាមួយស៊ីលេងនោះឈូហ្វេងពិតជាមានអារម្មណ៍មិនល្អប្រសិនបើគាត់មិនធ្វើទេគាត់នឹងអាណិត IT ភ្លាមនោះគាត់បានធ្លាក់ចូលទៅក្នុងឧបត្តិហេតុមួយខ្ញុំបានទទួលវាហើយភ្លាមឈូហ្វេងបានរកឃើញគំនិតមួយនេះគឺជាដើម្បីយកតែពាក់កណ្ដាលនៃជំនាញដាំដុះបន្ទាប់មកគាត់ក៏នឹងយកពាក់កណ្ដាលនៃធម្មពលប្រភពផងដែរខូចប្រយោជន៍ខ្លួនឯងដើម្បីជួយបង្កើតប្រយោជន៍សម្រាប់ IT លើនោះតើអ្នកកំពុងគិតអំពីអ្វីគ្រាន់តែដល់ធម្មពលប្រភពទាំងអស់ទៅនាងខ្ញុំមិនត្រូវការធម្មពលប្រភពទួនល្មងទេឥឡូវនេះក្រោយអ្វីដែលសំខាន់បំផុតគឺត្រូវបង្កើនការដាំដុះរបស់អ្នកឲ្យបានលឿនតើអ្នកមិនចង់សន្សំស៊ូប្រូនិងស៊ូ3ទេប៉ុន្តែគ្រាន់តែបើជាឈួរលេងគឺជាក្នុងស្ថានភាពលំបាកមួយសម្លេងដ៏សប្បុរសនឹងការយល់ដឹងរបស់ IT បន្លឡើង IT ភៀមនោះឈួរលេងគឺជាមិនជាមិនអាចរៀបរាប់ពីអារម្មណ៍របស់គាត់បានទេភាពកក់ក្ដៅក្នុងចិត្តបានហូរមកប៉ុន្តែគាត់មានអារម្មណ៍ថានេះកំហុសសូម្បីតែវាគឺជាដោយសារតែគាត់ដឹងថាវាគឺជាមិនអាចទៅរួចទេសម្រាប់ IT ទៅមិនចង់បានធម្មពលប្រភពទាំងនោះប៉ុន្តែសម្រាប់ខ្លួនគាត់ IT បានអ្នកបងដូចគ្នានេះផងដែរដើម្បីមិនធ្វើឲ្យជួរលេងមានអារម្មណ៍មិនល្អមានសម្បីតែធ្វើពុតជាមិនខ្វល់មិនអីទេក៏មានភាពរសើបពេករងចាំរហូតដល់អ្នកកាន់តែរមាំបន្ទាប់មកជួយខ្ញុំស្វែងរកសម្បីតែប្រភពធម្មពលបន្ថែមទៀតឥឡូវនេះចូលប្រញាប់ប្រមូលនឹងធានដំណោះទាំងនោះ IT នឹងញ៉ាំផ្អែមល្ហែមទោះបីជាមានហាក់បីដូចជាព្រៃនឹងគ្មានការទប់ស្កាត់ក៏ដោយកម្មពិតនាងគឺជាគួរឲ្យស្រឡាញ់និងគួរឲ្យស្រឡាញ់ឈួរលេងបកក្បាលហើយគាត់ក៏មិនទុកខ្លួនដែរគាត់បានយកកាបូបក្រឡារបស់គាត់ចេញបន្ទាប់មកចាប់ផ្ដើមប្រមូលទន្ធានដាំដុះនៅលើដីក្នុងបរិវេណច្រើននៅទីនោះគឺជាទន្ធានដាំដុះច្រើនពេកជាពិសេសក្របវិញ្ញាណប៉ុន្តែមិនថាមានក្របវិញ្ញាណនៅទីនោះច្រើនប៉ុណ្ណានោះទេរហូតមកដល់បច្ចុប្បន្នរដ្ឋឈួរលេងការប្រើប្រាស់របស់ពួកគេគឺជាមានកំណត់ដូច្នេះឈួរលេងប្រមូលបានតែអង្គការប្រភពដើមនិងអង្គការជ្រាលជ្រៅទាំងអស់ចប់ហើយនៅពេលដែលឈួរលេងប្រមូលអង្គការជ្រាលជ្រៅចុងក្រោយចូលទៅក្នុងការបូកេក្រឡារបស់គាត់បានរកឃើញថាស៊ីលេងគឺជាអង្គុយនៅលើភ្នំមួយនាងបានក្រលីជើងព្រៃរបស់នាងសក់និងពីខាងលើមើលទៅគាត់ចុះក្រោមភ្លាមនោះភ្នែករបស់ឈូហ្វេងបានភ្លឺឡើងហើយសញ្ញានៃក្រហមមិនអាចជួបបានប៉ុន្តែលេចឡើងនៅលើមុខរបស់គាត់ញឹមដល់នឹងខ្មាស់ហ៊ានហើយនិយាយថាពណ៌ផ្កាឈូកជាអ្វីបន្ទាប់ពីយុពីរបស់ឈូហ្វេងនោះស៊ីឯងសុទ្ធមិនមានប្រតិកម្មចំពោះវានៅពេលរំងទេប៉ុន្តែបន្ទាប់ពីឃើញឈូហ្វេងញៀនខ្មាស់នឹងទៀនខ្មាស់គឺស៊ីលេងយល់ភ្លាមនាងប្រញាប់រួមបញ្ចូលជើងរបស់នាងយ៉ាងប្រញាប់ប្រញាល់ចុះក្រោមពីភ្នោហើយជ័យខ្លាំងឈូហ្វេងថាគាត់ខ្ញុំមិនបានឃើញអ្វីទេដែលឃើញសមភាពរបស់គាត់ត្រូវបានបង្ហាញឈូហ្វេងបិទភ្នែករបស់គាត់យ៉ាងលឿនម្នាក់ដែលធ្វើឲ្យស៊ីលេងខឹងសម្បានាងបាននៅដៃឡានចំវាយប៉ុន្តែទីបំផុតនាងបានដកវាវិញដោយសម្លេងយ៉ាងខ្លាំងនៃឈូហ្វេងហើយនិយាយថា
ថាមពលរកពុសុបង្គីមួយនៅសល់ទាំងអស់នៅក្នុងអាណាចក្រសួងដោយសារតែវិញ្ញាណលោករបស់ខ្ញុំត្រូវការបំបីយ៉ាងលឿនខ្ញុំបានចម្រាយ11ទៅដល់ឲ្យ10នាក់នៅសល់តែវិញ្ញាណលោករបស់អ្នកស៊ីលេងអ្នកបន្ទាប់ពីយប់ពេលទាំងនោះឈូសលេងគឺជាលំទុតចិត្តជាខ្លាំងហើយគាត់គឺជានិយាយមិនចេញបន្តិចកុំនិយាយថាអ្នកនឹងខ្ញុំទាំងអស់នេះបើញាប់ទៅកែមអពួកគេខ្ញុំដឹងថាអ្នកបើមានវិញ្ញាណលោកនៅក្នុងខ្លួនរបស់អ្នកហើយវាត្រូវការថាមពលប្រមុខបន្តិចដែរដោយយ៉ាងទៀតអ្នកនឹងមិនទៅស្រូបយកថាមពលប្រមុខរបស់គូប្រជែងរបស់អ្នករាល់ពេលដែលអ្នកសម្លាប់នរណាម្នាក់ឡើយស៊ីលេងបាននិយាយនៅឃើញដូច្នេះជួបវិញនៃរស់ហើយដោយភាពកក់ក្ដៅដែលពេញបេះដូងគាត់បានប្រញាប់ឆ្ពោះទៅរកមឈូសដែលត្រូវបានបាត់រួយហើយដែលស៊ីលេងនឹងជួយឲ្យគេស្រូបយកនិងកែបអថាមពលប្រពុកជួបវិញអង្គជួសលេងខ្ញុំត្រូវតែនិយាយថាអនាគតប្រពន្ធរបស់អ្នកពិតជាយន្តណាស់មិនអាក្រក់នឹងអាក្រក់ខ្ញុំចូលចិត្តញ៉ាំណាស់បន្ទាប់ពីចម្រាញ់សំណល់ទាំង10ការដាំដុះរបស់ IT បានឈានដល់កម្រិតទី7នៃអនាគតជ្រាលជ្រៅនាងគឺជាសបីតែមួយយកម្រិតខ្ពស់ជាងជួសលេងហើយវាបន្តឲ្យនាងមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងមេស្រីតើអ្នកមិនយល់ដូចជាល្អទេតើថ្ងៃណាដែលអ្នកចាត់ទុកថាជាអនាគតភរិយារបស់ខ្ញុំជួសលេងសាយហើយនិយាយឃ្លានបើអ្នកហ៊ានមានគំនិតមកលើខ្ញុំមើលថាខ្ញុំដេញអ្នកឬមិនដែរទោះជាយ៉ាងណាដែលជាអ្វីដែលគឺជាផ្ដោតឲ្យត្រឡប់មកវិញនៅការប្រមាថដោយគ្មានអារម្មណ៍របស់វាជា IT ជួសលេងតើយើងគួរធ្វើអ្វីដែរនេះបើយើងចាយចេញពីកន្លែងនេះវាយើងនឹងធ្វើអ្វីមួយស៊ីលេងសួរចាប់តាំងពីយើងបង្កើតភាពប្រណីនៃរួចហើយយើងត្រូវតែបង្កើតភាពប្រណីនៃធំជាងនេះចូលហើយសពដូនតាទាំងអស់វិចេញព្រួយបងមកឈប់នឹងធ្មប់ភ្នោទាំងអស់ចេញជួសលេងនឹងយ៉ាងលិចចាក់ហើយបើជាគាត់និយាយថាគាត់គឺជានឹងធ្វើវាគាត់គឺជាធ្វើលៀនដំបងគាត់បានបំផ្លាញអធិភាពរបស់បុព្វកាយជំនន់និងអ្នកមានបុណ្យទាំងអស់នៃភ្លើងព្រះសារាចេញហើយបន្តមកបានបោះចោមឈប់និងភ្លោទាំងអស់បន្ទាប់ពីធ្វើបែបនោះស៊ីលេងបញ្ឈូហ្វេបានចាប់ផ្ដើមការវាយប្រហាររបស់ពួកគេឲ្យអ្វីដែលពួកគេបានធ្វើជាលើកដំបូងដូចជាដើម្បីធ្វើឲ្យមានភាពរញ៉េរញ៉ៃពេញលេញនៃកន្លែងបញ្ចុះសពភ្លើងប្រដាហើយពួកគេបានបំផ្លាញនីរ៉ាអូតដល់វាคล้ายជាមិនស្គាល់ជំមុខទី130ចាស់ពពកបរោះនៃភ្លើងព្រះសាឡាតអ្នកអាក្រក់ណាស់មាននរណាម្នាក់កំពុងបំផ្លាញកន្លែងបញ្ចុះសពភ្លើងព្រះបដាសាដុនណាភៀងធ្វើខ្លួនថោកទៅនឹងណាស់ហើយយើងមិនគោរពដល់បុព្វបរោះទី4របស់ភ្លើងព្រះសារាការវាយប្រហាររបស់ឈូហ្វេងនិងស៊ីលេងយ៉ាងឆាប់រហ័សតាក់ទាញចំណាប់អារម្មណ៍របស់ពួកព្រឹទ្ធាចារ្យនិងសិស្សរបស់ភ្លើងព្រះសារាយ៉ាងឆាប់រហ័សព្រឹទ្ធាចារ្យនិងអ្នកកាន់តាមក្រុមធំបានចាប់ផ្ដើមពីនៅក្នុងភ្លើងព្រះសារាប្រញាប់ឆ្ពោះទៅរកទឹកដៅនៃភ្លើងព្រះកន្លែងបញ្ចុះសពសម្ដីជួងមិនទាន់បានបញ្យល់ឡើងបន្ទាប់ពីនោះមួយនរណាកំពុងបំផ្លាញកន្លែងបញ្ចុះសពភ្លើងព្រះគឺជាជីតារបស់អ្នកឈូហ្វេងបានខុសចេញពីកន្លែងបញ្ចុះសពភ្លើងព្រះគ្រូរីចំការខ្មោចអាស្រននៅក្នុងដៃរបស់គាត់ហើយបានសម្រាប់យ៉ាងព្រៃផ្សៃនៅភ្លើងព្រះទៅ1412និងពួកអ្នកចាស់ទុំដីគួរឲ្យខ្ពើមពីជាឈូហ្វេងរត់អ្នកទាំងអស់គ្នារត់នៅពីមុខឈូហ្វេងសិស្សនិងអ្នកចាស់ទុំរបស់ភ្លើងព្រះសារាពីដូចជាសំណងខ្វាក់ឈូហ្វេងគឺជាសម្រាប់ពួកគេនៅលើអាកាសហើយរយចនណានិងសមភាពអាចបំប្រមូលស្នាមគឺសម្រាប់ពួកគេនៅទីនោះគឺជាគ្មាននរណាម្នាក់ណាអាចប្រឆាំងនឹងវាបានទេស៊ីលេងសំបីតែដល់ផ្ទាល់បានកាច់ចង្កូតនាងក៏ដល់ល្អឲ្យខ្ចាស់ហើយហានាងមានទៀតវិញ្ញាណលោចេញការសម្លាប់របស់នាងវិធីសាស្ត្រគឺមិនខ្សោយជាងឈួសលេងបន្តិចនាងគ្រាន់តែល្អជាងហើយមិនប៉ុនជាងនឹងធ្វើឲ្យពួកអ្នកចាស់ទុំទាំងសិស្សរបស់ភ្លើងព្រះសាឡាស្ថិតក្នុងស្ថានភាពដ៏អាក្រក់មួយបច្ចុប្បន្ននេះនាយកសាឡានិងអ្នកចាស់ទុំអ្នកគ្រប់គ្រងគឺមិននៅទីនោះហើយនៅទីនោះគឺជាគ្មាននរណាម្នាក់ណាអាចចូលឈ្នះឈួសលេងនិងស៊ីលេងបានទេប្រសិនបើវាបន្តទៅទៀតភ្លើងព្រះសាឡារបស់ពួកគេនឹងត្រូវបំផ្លាញដល់ពួកគេហើយត្រូវបានរំជាប់វិយាកាត់ធានដាំដុះរបស់ភ្លើងព្រះសាឡារបស់អ្នកនៅឯណាត្រត់មេទាដែលរក្សាទុកទ្រព្យសម្បត្តិទីអ្នកណាជួលេងចាប់អ្នកចាស់ទុំម្នាក់ហើយសួរចម្លើយខ្លាំងខ្ញុំមិនដឹងខ្ញុំពិតជាមិនដឹងមានតែនាយកសាឡាខ្លួនឯងប៉ុណ្ណោះដែលដឹងអ្នកចាស់ទុំនោះប្រញាប់អង្រួនក្បាលរបស់គាត់ហើយគាត់គឺជាភ័យខ្លាចរហូតដល់ខោរបស់គាត់សើមបនមិនដឹងទៅមកទៅឈូឃ្លេងស្រាក់ទឹកភ្នែកចាំត្រជាក់បន្ទាប់មកបោះបាត់បែកតែខ្លាចអ្នកចាស់ទៅក្នុងថ្លុកឈាមលឿនបើតម្រង់ការពារឲ្យបានលឿនយើងមិនអាចអនុញ្ញាតឲ្យពួកគេចូលទៅក្នុងភ្លើងព្រះសាឡាឬផ្សេងទៀតភ្លើងព្រះសាឡារាប់សិបលានអ្នករបស់សិស្សនិងអ្នកចាស់ទុំនឹងស្លាប់នៅពេលដូចនោះពួកព្រឹទ្ធាចារ្យនៃភ្លើងព្រះសាឡាអាចបាត់បានដោយការការពារតម្រង់វិញ្ញាណដែលត្រូវបានដាក់មុនភៀវតម្រង់វិញ្ញាណបញ្ចូលទៅក្នុងមេឃមិននៅបានតម្រូវតាមពពកសតនិងបាត់បាំងទីក្រុងពីនៃតម្រង់វិញ្ញាណគ្មានប្រមាណបានបាយយ៉ាងពេញលេញហើយពិតជាទៀតបន្តឲ្យមនុស្សដបដង្ហើមធំហើយជប់សង្កេតវាគឺជាការមើលឃើញដ៏អស្ចារ្យ16ហើយអត់សំបីតែតម្រង់វិញ្ញាណទាំងនេះចង់បញ្ចុកខ្ញុំវិញទេទោះជាយ៉ាងណាមួយជាតិស៊ីលេងចន្ទៈដល់ល្អឲ្យខ្ចោះផ្កាកុលាបឡើងនៅមេឃជាមួយនឹងអន្តរនោះវាបានបញ្ចូលទៅក្នុងតម្រង់វិញ្ញាណដែលគ្មានព្រំដែនរត់ដល់ល្អឲ្យខ្ចោះបានឆ្លងកាត់មេឃដ៏ធំល្វឹងល្វើយហើយជាមួយនឹងការផ្ទុះនៃការផ្ទុះនោះតម្រង់វិញ្ញាណដែលភ្លើងព្រះសារាដាក់ត្រូវបានបំផ្លាញដល់មួយព្រោះតម្រង់វិញ្ញាណបែកគ្នាគ្រាត់អ្នកទាំងអស់គ្នារត់ចាប់ចាក់ចេញពីភ្លើងព្រះសារាបើមិនដូច្នោះទេយើងនឹងស្លាប់ដោយមើលឃើញថាសូម្បីតែការពីជាតម្រង់វិញ្ញាណមិនអាចរារាំងជួសលេងនិងស៊ីលេងនឹងពួកប្រទេសលេចានៃភ្លើងព្រះសារាមានការភ័យស្លន់ស្លោយ៉ាងខ្លាំងពួកគេបានចាប់ផ្ដើមបញ្ជាឲ្យសិស្សស្នូនដកឲ្យយ៉ាងលឿនហើយចាក់ចេញពីភ្លើងព្រះសាឡាបន្ទាប់ពីទាំងអស់សិស្សទាំងនោះគឺជាអនាគតនៃភ្លើងព្រះសាឡាប្រសិនបើមានឧបទ្ទហេតុណាមួយកើតឡើងចំពោះពួកគេនោះស្មើនឹងការកាត់ចេញនៅមូលដ្ឋានគ្រឹះភ្លើងព្រះសាឡាដូចជាផងដែរដូចជាផ្លូវអនាគតរបស់ពួកគេដូច្នេះសពអន្តរីដ៏ធំជាច្រើនបានចាប់ផ្ដើមឡើងទៅលើមេឃហើយអស់ទៅឆ្ងាយពីភ្លើងព្រះសាឡាអ្នកដែលនរណាអង្គុយលើពួកគេសុទ្ធតែជាសិស្សស្នូលនៃភ្លើងព្រះសាឡាដែលចង់រត់ទេតើអ្នកអាចទេឈួរវេគឺជាសម្រាប់ដោយពេញចិត្តនៅពេលនេះហើយគាត់គឺជាជ្រើសរើសសិស្សស្នូលដើម្បី
បីសម្លាប់ដោយមើលឃើញថាសាសនាមួយចំនួនធំគ្រោងនឹងរត់ទេខ្លួនតាមធម្មជាតិគាត់នឹងបិញឲ្យពួកគេទៅនរណាគឺជាអ្នកឈ្លានទីរបស់ខ្ញុំភ្លើងព្រះសាឡាប៉ុន្តែនៅពេលនោះសម្លេងកូលាននឹងបង្ខំយ៉ាងខ្លាំងភ្លៀងបានបន្លឺឡើងពីភ្នំខាងក្រោយនៃភ្លើងព្រះសាឡាសម្លេងនោះគឺជាធ្លាន់យ៉ាងខ្លាំងហើយទឹកជាតិរបស់សម្បីតែឈួរស្រេងពីកំពុងយល់ក្រឡេកមើលស៊ីលេងក្មេងស្រីនៅមានរូបកាយដ៏ទៅភាពសម្បីតែមុខពលរបស់នាងនៃសម្រុតបានផ្លាស់ប្ដូរភាពការផ្ទុំឡើងនៃកម្លាំងគ្មានព្រំដែនការក្លាប់ពីភ្នំដ៏ធំដូចជាអ្នកជំនាញពិសេសម្នាក់បានចេញមកពីភ្នំខាងក្រោយនៃភ្លើងរូប167ល្បិនរបស់គាត់គឺជាលឿនណាស់សម្បីតែយន្តជាងនៃរបស់ឈួរស្រេងធ្វើដំណើរតាមរយៈ9ស្ថានសួនកម្លាំងរបស់គាត់គឺជាក៏មានថាមពលខ្លាំងផងដែរដូចជាគាត់បានថោះនៅកណ្ដាលអាកាសសម្បីតែលំជុំវិញបានលើនឹងផ្លាស់ប្ដូរដូចជាប្រសិនបើមិនអាចទប់កម្លាំងរបស់គាត់បានពួកអត់ខ្វឹងវិជាអតីតក្បាលនៃភ្លើងព្រះសារាខាងចាស់បិសាច់ព្រីពិតជានៅតែមានជីវិតស្មីនេះគាត់ពិតជាបានចូលដល់កម្រិតទី6នៃអាណត្តិក្រសួនជួភ្លេងប្រញាប់រត់យើងទាំងពីរអ្នកមិនអាចយកគ្នាគាត់បានទេជាមួយនឹងថាមពលវិញ្ញាណដ៏មួយស្រួយរបស់នាងស៊ីនីគឺជាដំបងគេដែលរកឃើញការដាំដុះរបស់គាត់នាងប្រញាប់ជំរុញគាត់ដ៏ល្អអាខ្ចាស់ឲ្យមកចិត្តនាងបន្ទាប់ពីយ៉ាងលឿនថ្នាក់ពេលដែលទីងជួលេងពួកគេបានលោតទៅលើរថដ៏ល្អអាខ្ចាស់ហើយរៀបចំរត់ទីខ្លួនក្នុងពេលដំណើរគ្នានោះអតីតក្បាលនៃភ្លើងព្រះសាឡាដែលជាបុព្វបុរសចាស់នៅក្នុងភ្នែករបស់ពួកសិស្សជាច្រើនបានមកបៅលួយហើយភ្លើងទៅ164ដងនឹងបានឃើញនៃជួលេងនិងស៊ីលេងរត់ចូលទៅក្នុងរថដ៏ល្អអាខ្ចាស់ដោយមើលឃើញការលេចមកបោះស្មន់ស្លាត់របស់ជួលេងនិងស៊ីលេងគាត់បានកំណត់ថាអ្នកដែលបណ្ណាបន្តឲ្យការបំផ្លាញនៅក្នុងភ្លើងព្រះសាឡាថ្ងៃនេះពិតជាពួកគេដូច្នេះហើយលោកតាស្រាយយ៉ាងខឹងសម្បាថាតាសัตว์ប្រជាទាំងពីរនេះមកណាពីហើយជាក្នុងភ្លើងព្រះសាឡារបស់ខ្ញុំដូចជាគាត់និយាយគាត់បានប្រវីដៃអាវធំលើកដៃណាងហើយតែដៃថាមពលស្ថានសួគ៌គ្មានព្រំដែនបានคล้ายទៅជារលត់ដ៏ធំដែលមិនមានទ្រង់ទ្រាយហើយចោលបានផ្លាស់ប្ដូរពីត្រូវបានកូនសតុបទាំងឡាយមានរោគត្រួតលើគ្នាមួយទៀតបន្តឲ្យអាកាសធាតុផ្លាស់ប្ដូរពួកគេបានបង្ខំផ្លូវរបស់ពួកទីឈ្មោះទៅរករដ្ឋដ៏ល្អឯកចាស់ដែលធូស្រេងនិងស៊ីលេងបានបាត់រឿងចាស់ជាជាងសុខខ្ញុំថាហេតុអ្វីបានជាខ្ញុំមករត់អ្នកភ្លើងព្រះសារាសួរអ្នកស្នងតំណែងនៃមិនសល់ហេតុផលរបស់អ្នកដ៏លឿននៃរដ្ឋដ៏ល្អឯកចាស់គឺជាលឿនណាស់សម្លេងទូរបស់បន្ទាប់ពីឈួរស្រេងបានបន្លឺឡើងវាបានខ្លាយជាអន្ទភ្នំឡងថោះចូលទៅក្នុងពពកហើយគ្មានដានរបស់វាអាចនៅឃើញបន្ទាប់ពីមួយផ្លែឈួរស្រេងបរោះក្មេងត្រូវបានគេហៅថាឈួរស្រេងដូចជាភ្លើងព្រះសាឡាចាស់បុព្វបុរសបានមើលទៅអ្នកគឺជាបាត់ពីទៅភាពរបស់គាត់បានតម្រង់ជួរយ៉ាងតឹងរឹងក្រោយមកគាត់បានសាយដោយកំហឹងឆ្ពោះទៅរកភ្លើងព្រះសាឡានៅក្រោមគាត់គង់ជំនះកម្មកាត់អីចេញមកបោះស្រាយកម្លាំងរបស់បុព្វបុរសចាស់គឺជាពិតជាខ្លាំងពេកកង្ហាន់របស់គាត់បានធ្វើឲ្យដីញ័រប្រៃញ័រហើយពិតណាស់ធ្នូបានរលំដីប្រែបែកក្នុងស្ថានភាពបែបនោះអ្នកកាន់តាមខ្លះមិនអាចទ្រាំទ្រនឹងសម្លេងនោះបានហើយពួកគេបានប្រឡាក់ឈាមនៅផ្ទាល់ពីចោះហើយបានរងរបួសយ៉ាងធ្ងន់ដូចជាសម្រាប់គង់ជំនះកម្មគាត់គឺជាស្រ័យទៅនៅទីនោះគឺជាសិស្សតិចទួចណាស់បណ្ណាស្គាល់នរណាគាត់គឺជាមានតែសាសនាមួយចំនួនប៉ុណ្ណោះដែលដឹងថាអ្នកនៅគាត់គឺជាហាយចេញសម្រាប់គឺជាក្បាលបច្ចុប្បន្ននៃភ្លើងព្រះសាឡាបុព្វបុរសនៃចាស់នៃភ្លើងព្រះសាឡាគឺជាមានការប្រស៊ូព្យាយាមក្នុងភាពឯកោប៉ុន្តែគាត់គឺជាភ្នាក់ឡានបើការជូនដំណឹងជាបន្តពីចេញមកគាត់បានរកឃើញថាភ្លើងព្រះសាឡាគឺជាធ្វើឲ្យមានភាពរញ៉េរញ៉ៃដោយសារប្រជាពីរនាក់ហើយប្រសិនបើគាត់មិនចេញមកប៉ុនពេលវាគឺជាទំនងជាថ្ងៃនេះចត86សាឡានឹងត្រូវបំផ្លាញនៅកូនទាំងពីរហើយគឺនៃ1071ឆ្នាំនឹងត្រូវបំផ្លាញក្បាលបីភ្លើងព្រះសាឡាគង់ជារកម្មដូចជាល្អដូចជាអ្នកចាស់ទំនីភ្លើងហ្វូត161644ដុល្លារមិនក្នុងសាលារៀនមានន័យថាគង់ជារកម្មមិនបានធ្វើតាមការណែនាំរបស់គាត់នៅពេលនោះហើយនៅបានការពាររាជភ្លើងព្រះសាឡាបានល្អតែគាត់អាចខឹងយ៉ាងបិនិចប៉ុន្តែគឺជានៅតែស្រាប់បន្ទាប់ពីបុព្វបុរសចាស់បានរកឃើញថាកន្លែងបញ្ចុះសពភ្លើងព្រះត្រូវបានរលៅដោយជួរស្រេងហើយថាសាកសពនៃក្បាលមនុស្សចំនួនមុននឹងចាស់ទំនីតមន្ទីរពុំបីខ្មៅសាឡាត្រូវបានបំផ្លាញដោយឈុនភ្លេងពេលនោះកុំហំពិតជាផ្ទុះឡើងដូច្នេះនៅពេលដែលក្បាលម្លេះភ្លើងព្រះសាឡាបាននឹកមកក្រុមអ្នកចាស់ទុំអ្នកគ្រប់គ្រងត្រឡប់មកវិញពួកគេអាចមិនជៀសវាងការទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតជប់មុខទី431ការបកស្លុតខេត្ត9ជប់ពុះទី431ភាពភ្ញាក់ឲ្យនៃខេត្ត9ក្បាលដីភ្លើងព្រះសាឡាគង់ជនកម្មមាននីតាមរបស់គាត់នាយកសាលាជប់ទៅឆ្ងាយបន្ទាប់ពីត្រូវបានវាយដំយ៉ាងចាប់គាត់គឺជាសម្បីតែបង្ខំឲ្យជាប់ឃុំបុព្វបុរសចាស់នៃភ្លើងព្រះសាឡានរណាបាននឹងកំពុងដាំដុះនៅក្នុងភាពឯកអស់រយៈពេលជាមួយទេសពតបានចេញមកម្ដងទៀតហើយបានគ្រប់គ្រងឡើងវិញនៅភ្លើងទោះមួយពីមួយហេតុផលគឺជាសាមញ្ញណាស់ឈួរលេងបណ្ដាឲ្យភ្លើងព្រះសាឡាគ្មានមុខដូច្នេះគាត់ត្រូវតែសម្លាប់ឈួរលេងបើមិនដូច្នេះទេវាមិនអាចទៅរួចទេក្នុងការបំបត្តិខំខំបិទនោះរបស់គាត់ប៉ុន្តែដំណឹងដែលរីយដាយ៉ាងឆាប់រហ័សទីពេញរីកនៃខេត្ត9នឹងអាចនឹងត្រូវបានជៀសវាងគឺជាឈួរលេងនិងស៊ីលេងទៅខាងភ្លើងប្រាតពនិកាយអន្តរភ្លើងនេះមានសួរ1412ពលត្រូវបានគេសម្រាប់នោះនៃមុខតបរោះរបស់ពួកគេត្រូវបានគេជាយនឹងបង្ខំឲ្យចាញ់ចាស់បុព្វបុរសនៃភ្លើងព្រះសាឡា7គល់បន្ទាប់ពីនៃព័ត៌មានគឺជានៃគេស្គាល់វាគឺជាច្បាស់ជាផ្ទុះនៅទីនោះគឺជាស្ទើរតែគ្មាននរណាម្នាក់មិនភ្ញាក់ឲ្យខ្លាំងទេវាគឺជាព្រោះឈួរលេងគឺជាកាន់តែដិតគាត់បានគយនៅសំវិននៃឆៃកាន់តែច្រើនឡើងហើយគាត់ពិតជាបានបំបាក់សុបរុយនៃឆៃខ្លាំងណាស់ដែលគាត់បានធ្វើដើមគំនិតដើម្បីចូលទៅកាន់ភ្លើងព្រះសាឡាដើម្បីធ្វើឲ្យមានភាពរញ៉េរញ៉ៃគាត់សម្បីតែជាភ្នោនៃភ្លើង
ព្រះសាឡាបុព្វបុរសរបស់បានសម្លាប់ចាស់ទុំនិងសឹងមួយចំនួនធំបានបំផ្លាញនិងរាប់មិនអស់ហើយវាបាននិយាយថាទ័ពត6តម្រង់ការពារនឹងព្រះសាឡាបានសួរទៅគោជាដើម្បីដាក់ត្រូវបានខូចប្រសិនរបស់បុព្វបុរសចាស់នៃភ្លើងព្រះសាឡាមិនចេញមកនោះខ្ញុំព្រះសាឡានឹងត្រូវបានរុញភ្ជាប់គឺជាតិពិតជាគួរឲ្យខ្លាចណាស់ជួវិញគឺជាតិពិតជារន្ធត់ពេកហើយប៉ុន្តែក្រៅពីជួងលេងនៅទីនោះគឺជាកមួយទៀតមនុស្សនរណាបានខ្លាចជាល្បីល្បាញវាជាស៊ីនៃនៅលើជាឡុងមើលជាព្រះបានវិប្រតអំពីស្វាយក្មេងស្ត្រីនៅណាគឺជាក្នុងកម្រិតទី9នៃអាណាគឺជាជ្រៅដែលអាចបំបែកបានមនុស្សទួយតែដែលមានភាពខ្លាំងមួយគ្នាស៊ីលេងនរណាបានប្រកាសនៅវិមានកិច្ចការនុភាពអប្រតិការជួបជុំគ្នាថានាងគឺជាសុខចិត្តដើរតាមគន្លងរបស់ជួលេងមរអាយុ16ឆ្នាំចាស់ក្មេងបន្ថែមលើស្ត្រីអាយុ15ឆ្នាំចាស់ក្មេងស្ទើរតែបានបំផ្លាញអំណាចតែមានស្រាប់ចិត្ត1000ឆ្នាំហើយប្រើលិមាននៃយ៉ាងណាវាមិនមានន័យថាភ្លើងព្រះសាឡាគឺជាខ្សោយពេកទេវាគ្រាន់តែមានន័យថាគូប្រជែងរបស់ពួកគេខ្លាំងពេកឈួលវិញគឺជាបាត់តែជាមនុស្សម្នាក់ណាគឺជានឹងខ្លាយទៅជាមនុស្សដែលមានថាពលខ្លាំងវាគឺជាអ្វីមួយដែលធៀបទាំង4នៃខេត្ត9បានយល់ព្រមជាសាធារណៈអំណាចប្រយុទ្ធរបស់ឈួលលេងដែលផ្គត់ចិត្តសុខវិនិច្ឆ័យសរស័ព្ទរស័ក្តិដ៏ក្លាហាននិងភាពមិនប្រុងប្រយ័ត្នរបស់ឈួលលេងធម្មជាស្រែកឃ្លានជិមរបស់ឈួលលេងសមភាពឆ្កួតរបស់ឈួលលេងអ្នកទាំងអស់នោះបានបង្កើតភាពចលាចលពីត្រូវបានទីស្គាល់រួចហើយឈួលលេងដែលជាបុរសអាយុ16ឆ្នាំចាស់ក្មេងបានខ្លាចជាមនុស្សដែលត្រូវបានពិភាក្សាយ៉ាងក្តៅគប់បំផុតនៅក្នុងទ្វីបនៃខេត្ត9ហើយឈ្មោះឈួលលេងក៏បានខ្លាចជាតំណាងនៃអាក្រក់ផងដែរនៅពេលដែលកូនមួយចំនួននៃគ្រួសារដាំដុះក្មេងមួយចំនួនធំក្បាច់គុណមិនស្ដាប់បង្គាប់មនុស្សចាស់និងសំបីតែនិយាយថាជួលេនឹងមកចាប់អ្នកប្រសិនបើអ្នកមិនស្ដាប់កុំរត់ដូចនឹងស្ដាប់ដោយគ្រប់ប៉ុន្តែនៅទីនោះក៏ជាមនុស្សមួយចំនួនទៅណាត់មានអារម្មណ៍ថាជួលេគឺជាក្លាហាននិងកាក់បន្ទុកគ្រប់គ្រាន់សំបីតែប្រសិនបើមហាអំណាចជាច្រើននៅទ្វីបនៃខេត្ត9ទាំងអស់ចង់ឲ្យគាត់ស្លាប់គាត់គឺជានៅតែមិនភ័យខ្លាចបន្តិចមើលគ្រាន់តែគាត់បានតិចគាត់ពីទ្វីបនេះគាត់បានសំបីតែបានដោះស្រាយជាមួយនឹងអំណាចទាំងនោះហើយបណ្ដាលឲ្យពួកគេទទួលរងនឹងការខាត់បងយ៉ាងធ្ងន់ធ្ងរពីម្ដងហើយម្ដងទៀតពួកគេត្រូវបានវាប្រហារម្ដងហើយម្ដងទៀតហើយពួកគេត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងវាត្រូវតែនិយាយហាឈួលេងបានខ្លាយជានៅក្នុងដួងចិត្តប្រជាជនក្មេងមួយចំនួនគាត់បានខ្លាយជាមនុស្សជាទីគោរពសម្រាប់មនុស្សជាច្រើនហើយមនុស្សមួយចំនួនសំបីតែបានធ្វើជាមុខរបត់អំពីពាក្យជឿចាំអារម្មណ៍របស់ឈួលេងពួកគេបានធ្វើដូច្នេះដោយសារតែមនុស្សទាំងនោះមានអារម្មណ៍ថាបរិះក្មេងឈួលេងប្រកាសជាខ្លាចជាតួអង្គដ៏ធំណែននឹងអង្គមួយពិភពលោកគាត់អាចសំបីតែលើកពីអធិភាពនៃស្ថានិកអ្នកភៀងហើយខ្លាចជាមួយទៀតគ្រឿងប្រេងនៃធានប្រាំងតនៅទីនោះគឺសំបីតែនារីជាច្រើនប្រណាក់ស្រែកខ្លាំងថាពួកគេស្រឡាញ់ឈួលេងហើយចង់រៀបការជាមួយគាត់ពួកគេសុខចិត្តធ្វើដូចស៊ីណេងដើម្បីដើរតាមគំនិតរបស់ឈួលេងកាយបានអង្វរឈួលេងឲ្យទទួលយកពួកគេនៅទីនោះគឺសំបីតែបរិសុទ្ធខ្លះមណាបាននិយាយថាពួកគេកោតសរសើរឈួលេងហើយសុខចិត្តធ្វើជាមិត្តនឹងគាត់ហើយខ្លាចជាបងប្អូនជាមួយគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងមហាអំណាចជាច្រើនជាមួយគ្នាសូកមកនៅក្នុងទ្វីបបច្ចុប្បន្ននៃខេត្ត9មនុស្សនរណាគឺជាបាននៅក្រៅពីគឺជាឈួលេងច្រើនបំផុតព័ត៌មានដែលត្រូវបានគេយកចិត្តទុកដាក់បំផុតក៏ជារឿងអំពីអំណាចឈួលេងទាំង6ធំផងដែរនៅពេលដែលព័ត៌មានតាក់ទងនឹងភ្លើងព្រះសាឡាត្រូវបានគេនឹងអ្នកដែលស្រឡាញ់កាំងបំផុតគឺគ្មាននរណាក្រៅពីជួននៅកាំងសាឡាដោយសេរីនឹងគ្មានការទប់ស្កាត់ខ្លួនមួយសក្តិកាយព្រមអបព្រះដៅនិងនគរជាវាមិនសំខាន់សម្រាប់នគរជាទេបន្ទាប់ពីទាំងអស់ក្នុងពោធិកោតមិនមានតែជាស៊ីនភ្លេងដើម្បីអាសាចម្បងរបស់ពួកគេឲ្យស្ថិតស្ថេរពួកគេសម្បីតែនៅកម្រិតទៀតក៏នៅដ៏អស្ចារ្យចាស់បុព្វបុរស1899ឆ្នាំមុនទល់1899នៅទីនោះក៏ជាអ្នកជំនាញជាច្រើននៅក្នុងនគរជាហើយតម្រង់វិញ្ញាណរបស់ពួកគេគឺសម្បីតែពិតជាមានឥទ្ធិពលខ្លាំងពួកគេមិនព្រួយបារម្ភអំពីជួសេងទៅទឹកគ្រួជារបស់ពួកគេដើម្បីបំបោភាពប្រណីណៃផ្ទុយទៅវិញប្រសិនបើជួលេងប្រញាប់នៅទីនោះវាគ្រាន់តែជាបើគ្នាដែលបញ្ជូនខ្លួនគាត់ទៅស្លាប់ប៉ុន្តែជួនៅខាងសាឡាដោយសេរីនឹងគ្មានការទប់ស្កាត់ជ្រុលខ្លួនលាក់ក៏បានសតនិកាយនិងលំវព្រះដាវគឺខុសគ្នាពួកគេមិនមែនជានៅជាតិខ្លាំងបើជាតកោជានឹងទេដូច្នេះហើយពួកគេព្រួយបារម្ភថាពួកគេនឹងទៅទីស្អាតហើយទទួលរងការខាត់បងយ៉ាងច្រើនមួយជារបៀបដែលភ្លើងព្រះសាឡាបានធ្វើដូច្នេះមហាអំណាចទាំង4ក៏បានស្នើសុំបុព្វការីជំនាញខ្លួនចាស់ដែលកំពុងដាំដុះក្នុងភាពឯកោដើម្បីចេញមកហើយអនុញ្ញាតឲ្យពួកគេគ្រប់គ្រងស្ថានភាពទូទៅនៅពេលដែលបុព្វបុរសចាស់ទាំង5នៃអំណាចធំទាំង5បានចេញពីភ្នំរបស់ពួកគេហើយបាននឹងពីរឿងរ៉ាវទាំង4នឹងនៃបញ្ហានេះពួកគេក៏មានអារម្មណ៍ថាអ្នកស្នងតំណែងរបស់ពួកគេបានធ្វើទង្វើត្រឹមត្រូវនិងបានយកគ្រងក្នុងការសម្លាប់ជួលេងដូច្នេះដូនតាចាស់ទាំង5នាក់បានបញ្ចូលឈ្មោះរបស់ពួកគេហើយនេះការទៅទីវងចាំងbyអមររាជវង្សឲ្យបង្កើនអំណាចនេះលោកឈ្មោះទៅជួលេងសម្បីតែបន្ថែមទៀតតាមពិតគេវងចាំងគឺជាម្ចាស់ហាងដែលបញ្ជាតែអ្នកដទៃធ្វើហើយមិនធ្វើអ្វីដោយខ្លួនឯងទោះបីជាវាគឺជាអ្នកជាម្ចាស់នៃរាជខេត្ត9ក្រៅពីអានខេត្តដែលរៀបការកាប់ខេត្តផ្សេងទៀតទាំងអស់ត្រូវបានគ្រប់គ្រងដោយអំណាចខ្លាំងដែលមានសម្រាប់ឡងដងជារៀងរាល់ឆ្នាំគេវងចាំងគឺជាទទួលខុសត្រូវក្នុងការប្រមូលពន្ធមួយចំនួននិងប្រមូលអំណោយមួយចំនួន
ពួកគេមិនខ្វល់ពីអ្វីផ្សេងទៀតទេយន្តការសាលាវិមានកិច្ចការភាពភ្លើងព្រះសាលាលាក់កំបាំងសោះនៃកាយវុននិងបៃសេរីនិងគ្មានការទប់ស្កាត់ជ្រងភ្នំដោយចៃលិនគឺជាគោលដៅដែលពួកគេបានតែងតាំងសម្រាប់ខេត្តធំជាច្រើនដូច្នេះនៅពេលដែលបុព្វបុរសចាស់នៃអំណាចទាំងនោះបានចូលរួមជាមួយឈ្មោះរបស់ពួកគេសូម្បីតែប្រសិនបើរាជវង្សចាំងមិនចង់ដោះស្រាយបញ្ហានោះដើម្បីធ្វើឲ្យចិត្តរបស់មនុស្សនៅស្ថិរភាពមិនដេកច្រើនទេពួកគេនឹងត្រូវធ្វើចលនារបស់ពួកគេដូច្នេះពេលយវង្សចាំងបានប្រកាសប្រាប់ពិភពលោកថាព្រះនាងយវង្សចាំងដែលជាទេពកោណលេខ1នៃចំនួនក្មេងចាំងទីនេះបានដឹកនាំអ្នកជំនាញអាណាក្រសួង100នាក់ហើយបានស្បត់ថានឹងស្វែងរកឈ្មោះវែងនៃច្បាប់ជាមួយគាត់ពេលព័ត៌មាននោះបានដឹងភ្លាមនោះបានបំណងឲ្យមានការភ្ញាក់ឲ្យជាខ្លាំងនៅអ្នកជំនាញ100អាណាក្រសួងតើគឺជានឹងរាជវង្សចាំងខ្លាំងប៉ុណ្ណាពួកគេបានបញ្ជូនអ្នកជំនាញ100អាណាក្រសួងចេញយ៉ាងសាមញ្ញនៅលើផ្ទៃរាជវង្សចាំងគឺជាវិតម្លៃធម្មពល6ធូររៀបគឺជាវិតម្លៃសមត្ថភាពរបស់ប្រវត្តិនៃខេត្ត9នៅប៉ុន្តែតាមការពិតពួកគេបានបញ្ចេញកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេដើម្បីមហាអំណាចពិភពលោកមិនអាចបំភ្លេចបាននរណាខ្លួននៃខេត្ត9វិជាដើម្បីឲ្យពួកគេដឹងនរណាក្នុងថ្ងៃធម្មតាអាចព្រៀងផ្លាស់ប្ដូរអ្វីក្រុមចាំងក្នុងខេត្តតែមួយប៉ុន្តែប្រសិនបើរាជវង្សចាំងចង់សម្លាប់ពួកគេវាគ្រាន់តែជាអ្វីមួយដែលនឹងត្រូវបញ្ចប់ក្នុងពេលបំបាច់ទីតាំងរបស់រាជវង្សចាំងអាចមិនត្រូវបានរំពឹងរំព្រឹសសំបីតែប្រសិនបានហៅអំណាចទាំងអស់នៅក្នុងខេត្តនៃខេត្ត9ចាប់ដៃគ្នាពួកគេនឹងមិនអាចទប់ទល់នឹងរាជវង្សចាំងបានទេមិនថាការអភិវឌ្ឍនៃមហាអំណាចផ្សេងទៀតមានភាពល្អប្រសើរប៉ុណ្ណានោះទេទោះបីជាពួកគេទទួលបានខ្លាំងប៉ុណ្ណាក៏ដោយពួកគេនឹងនៅតែជាភ្នំបើជានឹងទុយល្មមដាក់ពេលដែលរាជវង្សចាំងនឹងក្លាយជាកំពង់ភ្នំដ៏ធំដែលមិនអាចផ្លាស់ទីបានបើជាការពិភាក្សាខ្លាំងត្រូវបានរំជើបរំជួលនៅពេលដែលរាជវង្សចាំងធ្វើចលនារបស់ពួកគេជួសវែងតែជាកាប់ដោតអារម្មណ៍នៃបញ្ហាទាំងនេះបានបាត់បង់ទៀតតាមពិតបន្ទាប់ពីជួសវែងនិងស៊ីលេងបានធ្វើឲ្យមានភាពប្រណីញ៉ៃយ៉ាងខ្លាំងនៅក្នុងភ្លើងព្រះសារ៉ាតពួកគេទាំងពីរបានចាក់ចេញពីជើងរាប់ពី12ជាច្រើនជំហានខេត្តនិងបានមកដល់មួយទៀតនៅជិតខាងខេត្តនៃខេត្តភៀវនេះជួនខេត្តយួនខេត្តគឺជាទឹកដីនៃអ្នកកម្បាំងសោះមេកាយនៅពេលពួកគេមកដល់នៅទីនោះដំបងជួសវែងនិងស៊ីលេងដើម្បីចង់ធ្វើល្បិចចាស់ឡើងវិញនៅជីកភ្នោបុព្វបុរសនៃអ្នកកម្បាំងទៅ1447 5ក៏នៅ1447 5របស់ពួកគេផងដែរសិលរបស់និកាយមួយជាតិពួកគេកំពុងជីកប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានឡើយដូចជាព័ត៌មានអំពីភ្លើងព្រះសាលាពេកkhiដើរលឿនពេកនៅពេលដែលជួសវែងនិងស៊ីលេងបបដល់យួនខេត្តនួនកាបា3អ្នកកម្បាំងសវិកាយបានសួរចេញមករួចហើយដោយគ្នានេះផងដែរពួកគេបានបង្កើនការការពារយ៉ាងតឹងរលឹងហើយសិស្សនិងអ្នកចាស់ទុំជាច្រើនអ្នកនៅខាងក្រៅត្រូវបានហៅត្រឡប់មកវិញដូចជាពួកគេឃ្លាតខ្លាចយ៉ាងខ្លាំងក្នុងការទទួលបានដៃគូរបស់ជួសវែងនៅក្នុងស្ថានភាពជួសវែងនិងស៊ីលេងអាចរក្សាសន្តិភាពបានមួយរយៈប៉ុណ្ណោះដូច្នេះហើយពួកគេទាំងពីរអ្នកបានរកឃើញកន្លែងអ្នកកម្បាំងហើយចាប់ផ្ដើមដាំដុះដោយឯកហៅស៊ីលេងបានបញ្ជាយាមបំបាយចូលទៅក្នុងអាណាក្រសួងរបស់នាងអ្នកពេលដែលជួសវែងគឺជាការអបពំនូដ៏ធំពំនូទាំងធាតុដាំដុះរបស់គាត់អង្គការជ្រាលជ្រៅគឺអាចទទួលយកបានបន្តពីទាំងអស់នៅទីនោះមានតាមកម្មមួយយើងប៉ុណ្ណោះប៉ុន្តែនៅទីនោះគឺពិតជាព្រះបំផ្លាញអង្គការប្រពន្ធដំជាច្រើនហើយពួកគេពិតជាអស់កម្លាំងបន្តិចនៃពេលរងារបស់ជួសវែងចំពោះទី432ប្រការពន្យល់ដោយស្មោះត្រង់ចំពោះទី432ប្រឡាការពន្យល់ដោយស្មោះត្រង់កូនអ្នកបានបរាជ័យម្ដងទៀតនៅពេលដែលជួសវែងបានបញ្ចប់ការចម្រាញ់អង្គការដើមចុងក្រោយហើយដែលចេញពីរោងភ្នំគាត់បានរកឃើញថាស៊ីលេងគឺជាអង្គុយនៅច្រកចូលរោងភ្នំមួយទៀតទៅក្រឡេកមើលរូបរាងដ៏គួរឲ្យសប្បាយរបស់នាងនិងច្បាស់ជាបរាជ័យក្នុងការឈានទៅរកការដំណើរម្ដងទៀតបាត់មាត់តើអ្នកគិតថាការចូលទៅក្នុងអាណាក្រសួងគឺងាយស្រួលទេស៊ីលេងសម្លឹងមើលជួសវែងយ៉ាងខ្លាំងបន្ទាប់ពីបាននិយាយថាជួសវែងឥឡូវនេះសប្បាយតែរាជវង្សចាំងបានបញ្ជូនមនុស្សចេញហើយអំពីព្រះនាងនោះត8ជីតារបស់ខ្ញុំនៅពេលដែលជីតារបស់ខ្ញុំគឺជាដាំដុះនៅកន្លែងគ្រោះថ្នាក់គាត់បានជួបជាងយីនេះមានគឺជាទេពកោណលេខ1បច្ចុប្បន្នរបស់រាជវង្សចាំងក្នុងចំនួនក្មេងនៅពេលដែលជីតារបស់ខ្ញុំបានជួបនាងគឺជាកម្រិត7នៃប្រណាស់ថាពេលនេះវាអាចទៅរួចដែលនាងបានឈានដល់កម្រិតទី6នៃអាណាក្រសួងពុយហើយផងដែរវិធីសាស្ត្រសិនមនុស្សពីការចាប់រាជវង្សចាំងគឺខ្លាំងប្រសិនបើចាំយីនេះរកឃើញយើងខ្ញុំខ្លាចថាយើងនឹងមិនមានសំណាងណាស់ចុះយើងចាក់ចេញពីគ្លីបនេះត្រឹម894ដល់តំបន់សមុទ្រខាងកាត់កន្លែងនោះនៅឆ្ងាយមែនទេឈួរលេងសួរឆ្ងាយពិតណាស់វានៅឆ្ងាយយើងត្រូវឆ្លងកាត់ទ្វីបមួយចំនួនសម្រាប់ភាពខ្លះនៅទីនោះនឹងខ្លាចជាមនុស្សរស់នៅហើយសម្រាប់ភាពផ្សេងទៀតនៅទីនោះគ្រាន់តែជាវាខ្សាច់យើងក៏ត្រូវឆ្លងកាត់តំបន់សមុទ្រជាច្រើនមុនជាមួយនឹងល្បឿន8នៃរដូវអខ្ចាប្រហែលជាចំណាយពេលកន្លះឆ្នាំមកស៊ីលេងបាននិយាយកន្លះឆ្នាំបន្ទាប់ពីពាក្យទាំងនោះឈួរលេងដែលបេះដូងគឺជាដើមឡើយរងតែបន្តិចរំសាយគំនិតនោះភ្លាមវានឹងចំណាយពេលប៉ុណ្ណាឆ្នាំដើម្បីទៅនៅទីនោះហើយមួយឆ្នាំនឹងកន្លងផុតទៅស្រុកដើម្បីលុបមកវិញគាត់អាចមិនខ្ជះខ្ជាយពេលវេលានោះគាត់អាចមិនមានលទ្ធភាពខ្ជះខ្ជាយវាមានរឿងអីដោយឃើញថាឈួរលេងហាក់ដូចជាសិតក្នុងស្ថានភាពលំបាកបន្តិចនៅស៊ីលេងបានសួរដោយជ្រលំមកស៊ីលេងនិយាយដោយស្មោះត្រង់ជាបន្តអាសនៈខ្ញុំមិនអាចចាក់ចេញពីទ្វីបនៃខេត្ត9បានទេឈួរលេងបាននិយាយខេត្តដើម្បីតើអ្នកមានដើម្បីអ្នកត្រូវធ្វើឬតើអ្នកមានអារម្មណ៍ថាការនាំនោះរបស់អ្នកមិនគ្រប់គ្រាន់ទេស៊ីលេងសួរហើយនៅពេលដែលគាត់បានឃើញរូបរាងគួរឲ្យព្រួយបារម្ភរបស់ស៊ីលេងឈួរលេងគឺជាពិតជាមិនអាចទ្រាំបានបណ្ឌអ្នកមានពីមានវិចេះគាត់បានប្រាប់អ្វីទាំងអស់អំពីខ្លួនគាត់និងស៊ូប្រូនិងស៊ូមីមើលជាផងដែរមើលជាវិធីសាស្ត្រដើម្បីជួយសង្គ្រោះពួកគេទាំងពីរទាំងអស់ទៅកាន់ស៊ីលេងបន្ទាប់ពីរឿងទាំងនោះស៊ីលេងបានសៀនស្ងាត់ភ្នែកច្បាស់របស់នាងលែងច្បាស់ហើយគ្មាននរណាម្នាក់ដឹងថានាងគ
គឺជាគិតដល់វិញទេណាស៊ីលីនខ្ញុំមិនគួរមានអ្នកកំបាំងរឿងនេះទេពីប្រអ្នកកំពុងបន្ទោសខ្ញុំទេបន្ទោសថាខ្ញុំមិនបានប្រាប់អ្នកពីមុនថាខ្ញុំមានគូដណ្ដឹងពីអ្នករួចហើយមុនអ្នកលងងតើអ្នកគិតយ៉ាងណាបរិយាកាសជាមួយប្រពន្ធ3 4គឺជារឿងធម្មតាណាតែខ្ញុំអាចបន្ទោសអ្នកដោយរបៀបណាខ្ញុំឲ្យស៊ីលីននិយាយថាខ្ញុំយល់ព្រមចំពោះអ្នកដូច្នេះខ្ញុំយល់ព្រមចំពោះអ្នកមិនថាអ្នកជាមនុស្សបែបណាទេមានបានកំណត់រួចហើយថាខ្ញុំនឹងធ្វើតាមអ្នកបើអ្នកចង់សង្គ្រោះមនុស្សទូទៅក្នុងពិភពលោកគឺខ្ញុំនឹងធ្វើល្អហើយបើជំនួយប្រសិនបើអ្នកចង់សម្រាប់អ្នកទាំងអស់គ្នានៅពិភពលោកគឺខ្ញុំក៏នឹងខ្លាចជាឃាតករឈ្មោះជាមួយអ្នកដែរក្រៅពីនេះការមានបងប្អូនស្រីបន្ថែមពី3អ្នកគួរតែជឿបរិយាយមួយយ៉ាងហើយណាស់មនុស្សស្រីស្គាល់មនុស្សស្រីច្បាស់ជាងហើយវាគួរឲ្យចាប់អារម្មណ៍ជាងការប្រឈមមុខនឹងមុខរបស់អ្នករាល់ថ្ងៃមែនទេនិយាយដល់ចំណុចនោះការបង្ហាញនៃការចង់បានដែលមិនអាចប្រៀបផ្ទឹមបាននៅចេញមកលើមុខរបស់ស៊ីលេងហើយនៅពេលដែលឈូសេងគឺនៅស៊ីលេងបណ្ណាគឺជាបែបនោះបែបដងបាតានតិនរបស់គាត់មិនអាចជួយសម្រាប់បានទេព្រោះបន្ទាប់ពីប៉ុនមានថ្ងៃមុននៃការនៅជាមួយគ្នាឈូសេងបានរកឃើញថា623បើតាមបិទមនុស្ស623ដុល្លារណាហ៊ានធ្វើតាមអ្នកស្រីនឹងស្អប់យ៉ាងហោចណាស់មានពិតជាហ៊ានមិនប្រយ័ត្នចំពោះខ្លួនឯងដូច្នេះឈូសេងពិតជាចូលចិត្តនៅស៊ីលេងកាន់តែច្រើនឡើងគាត់សង្ឃឹមថានឹងយកស៊ីលេងដូចជាប្រពន្ធដូច្នេះគាត់អាចរស់នៅជាមួយមនុស្សស្រីដូចគាត់អញ្ចឹងតើអ្នកកំពុងគិតអំពីអ្វីឈូសេងសួរដោយស្នាមញញឹមអំពីរឿងនោះខ្ញុំគឺជាគិតអំពីរឿងដិតមួយប៉ុន្តែមុនខ្ញុំឈានជើងចូលទៅក្នុងអាណាក្រសួតខ្ញុំមិនអាចប្រតិបត្តិវាបានទេដូច្នេះខ្ញុំមិនប្រាប់អ្នកនៅពេលនេះទេស៊ីលេងនឹងហើយនិយាយឈួយនៅតែលេងរៀនសម្ងាត់ជាមួយខ្ញុំអ្នកលំពេចទោះជាយ៉ាងណាក៏ដោយមនុស្សស្រីតែងតែមានក្រិតឆេះឆានតើអ្នកអាចខ្លាចជាដូចជាដ៏អស្ចារ្យដូចជាយើងបរោះមកខ្ញុំនឹងប្រាប់អាចកំបាំងមួយឈូសេងនិយាយដែលអាចកំបាំងអ្វីឃើញនេះឆ្នៃនៅស៊ីលេងចង់ដឹងចង់ឃើញដូចជាតាមពិតទៅមួយជាឡំដូចជាអ្នកដេកជាមួយខ្ញុំហើយឲ្យខ្ញុំធ្វើរឿងរំលឹងបរោះនិងស្ត្រីជាមួយអ្នកប្រហែលជាការដងដុសរបស់ខ្ញុំអាចកើនឡើងយ៉ាងខ្លាំងឈូសេងនិយាយពីរៀនខ្មាស់លើផ្ទៃប៉ុន្តែមុខរបស់គាត់មានភាពប៉ូឡារ៉ែតខ្លាំងអ្នកស្លាប់ទៅស៊ីលេងស្រែកឃ្លោយ៉ាងខ្លាំងហើយការទះកំភ្លៀងធំបានហោះឆ្ពោះទៅរកឈូសេងនឹងជាមួយនឹងបទពិសោធន៍នៃការនៅជាមួយគ្នាក្នុងរយៈពេលប៉ុនមានថ្ងៃកន្លងមកនេះឈូសេងមានជំនាញពិសេសមួយក្នុងការគេចពីការទះកំភ្លៀងគ្រប់ពេលវេលានឹងទីកន្លែងណាមួយដូច្នេះគាត់បានរកទី2គោលដៅរបស់ស៊ីនីងហើយនិយាយដោយទឹកមុខពេញដោយការសោកស្ដាយថាអ្វីដែលខ្ញុំនិយាយគឺជាពិតអ្វីដែលខ្ញុំនិយាយគឺជាពិតបើជាល្អណាស់ចាស់ស្លាប់ទៅស៊ីលេងគឺជាពិតជាខឹងខ្លាំងណាស់ជាមួយនឹងសញ្ញាដ៏ស្រស់ស្អាតនាងបានឡើងដល់ឈូសេងនៅលើនេះឈូសេងគឺជាចាប់បានហើយដោយភាពធ្វើសាហាវគិតជារបស់គាត់គឺជាច្របាច់ដល់ស៊ីលេងបន្ទាប់មកស៊ីលេងបង្វិលដៃរបស់នាងហើយពីឈឺចាប់នៅខាងក្នុងនេះក៏ហាក់គឺជាដូចជាសម្ដីចាប់ឬខ្មាត់បន្លឺឡើងថាជួយខ្ញុំផងកាលណាក្របប្រពន្ធខ្ញុំសម្រាប់ប្តីមានតែបន្ទាប់ពីអ្នកត្រូវបានធ្វើទីរនកម្មពេញមួយព្រឹកបន្ទាប់មកអ្នកទាំងពីរបានស្ងប់ស្ងាត់ទៅវិញស៊ីលេងអង្គុយលើដើមឈើដ៏ធំមួយហើយដាក់ពេលដែលនាងកំពុងហែព្រឺសោះជើងសណ្ដើនិងស្រស់ស្អាតនាងបានបើកមាត់ពុយរបស់នាងដូចជាប្រសិនបើនាងគឺជានៅតែខាងឈូសវែងប្រពន្ធខ្ញុំអាហារថ្ងៃត្រង់មកដល់ហើយមកអូថ្ងៃនេះមានក្រប្រាំងខ្លាអាំងខ្លាខ្មុកអាំងជ្រូមអាំងប៉ាន់ត្រីអាំងនិងពព្រៃអាំងតើអ្នកចង់ញ៉ាំអ្វីការស្រែករបស់ឈូសវែងបានមកពីនៅក្រោមដើមឈើខ្ញុំមិនចង់ញ៉ាំអ្វីក្រៅពីសត្វព្រៃទេខ្ញុំចង់ញ៉ាំអាហារឆ្ងាញ់ដែលមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់ស៊ីលេងបាននិយាយមកហូបឆ្ងាញ់មិននឹងធ្វើម៉េចទេឈូសវែងកាស់ក្បាលរបស់គាត់រួចលោតចុះពីលើដើមឈើដ៏ធំហើយលោតជង្គង់ក្បែរស៊ីលេងគាត់និយាយទៅកាន់ស៊ីលេងទាំងនឹងថាប្រពន្ធខ្ញុំចុះថ្ងៃនេះខ្ញុំនាំអ្នកទៅញ៉ាំអាហារឆ្ងាញ់គឺទៅញ៉ាំអីបន្ទាប់ពីយឺតពីទាំងនោះស៊ីលេងកណាធ្ងន់ទ្រាំនឹងរសជាតិព្រៃតាក់ដៃគ្នាហើយស្រែកចូលឡើងយើងនឹងទៅញ៉ាំអ្វីដែលអ្នកចង់ញ៉ាំប្រពន្ធខ្ញុំមកលើអ្នកឈូសវែងផ្កាកុលាបទៅលើអាកាសហើយអ្នកភៀវមួយបានលេចឡើងនៅក្រោមបន្ទាប់ពីហោះរំងពីជុំវិញដើមឈើដ៏ធំគាត់បានមករកនាងមិនចង់បាច់ទេរបស់អ្នកយឺតពេកអង្គុយលើទេសេរបស់ខ្ញុំប្រសើរជាងស៊ីលេងអំនួននាងក្បាលតអ្នកសបីតែអ្វីខ្លះនេះហៅថាស្នេហាចាប់ឡើងមកយើងទៅខ្យល់ឈូសវែងនិយាយយ៉ាងមើលម៉ាត់មិនអីទេស៊ីលេងស្ទាក់ស្ទើរបន្តិចប៉ុន្តែនាងនៅតែលុតហើយអង្គុយនៅលើខ្នងនៃអ្នកខៀវរបស់ឈូសវែងលើនេះស៊ីលេងពំរីកដៃរបស់នាងដោយមិនសួរឈូសវែងហើយតែពួកទីជុំវិញចង្កេះឈូសវែងរ៉ានាងក៏បានបាត់មុខទួយរបស់នាងនៃសម្រស់នៅលើឈូសវែងត្រឡប់មកវិញបើមានអារម្មណ៍ថាសមភាពរបស់ស៊ីលេងឈូសវែងរាយក្នុងចិត្តហើយទឹកមុខរបស់គាត់មិនអាចជួយអ្វីបានក្រៅពីបង្ហាញស្នាមញញឹមនៃសុភមង្គលក្រោយមកដោយគំនិតមួយមេឃៀវនៅក្រោមគាត់បានហោះទៅលើមេឃទម្រោះចូលទៅក្នុងមេឃខៀវនិងនៅចំណុងពពកសប្រពន្ធឯងចង់ញ៉ាំអីខ្ញុំចង់ញ៉ាំក្រហមព្រៃចាំងជំនីជ្រូកប្រហិតសាច់ប្រហិតព្រៃញៀតមន់ស្នោប្រពន្ធដូច្នេះអ្នកជាសត្វស៊ីសាច់ខ្ញុំមិនដែលនិយាយថាខ្ញុំគឺជាអ្នកបុះនោះទេអ្នកដឹងទេខ្ញុំមានរបងយ៉ាងនៅលើរាងកាយដែលឆ្ងាញ់ណាស់ស្លាប់ទៅខ្ញុំមិនទាន់និយាយអីទេចំពោះទី433នេះត្រូវបានហៅថាជាអង្គការខាងវិញ្ញាណចំពោះទី433ប្រឹងនេះត្រូវបានគេហៅថាជាអង្គការខាងវិញ្ញាណធូវែងជីកអ្នកខៀវដែលបង្កើតឡើងនៅជំនាញក្បាច់គុណហើយដាក់ពេលដែលដិតសម្រស់មួយឆ្នាំពួកគេបានធ្វើរំដាយឆ្លងកាត់ពពកសក់ណាក់ពេលដែលប្រឈមមុខនឹងខ្យល់ត្រជាក់នេះគឺជាហៅថាការងាយស្រួលវាគឺជាហៅថាកំពុងធ្វើឲ្យស្រស់ដូច្នេះជួបវែងមិនអាចជួយរីបានក្រៅពីរបងពី3ដងទៀតនៅលើអាកាសព្រោះអាមរបស់ស៊ីលេងដែលជាអនាគតភរិយារបស់គាត់បានអោគាត់គឺជាពិតជាមានថាសុភាពហើយគាត់មិនអាចទ្រាំនឹងការបាត់បង់អារម្មណ៍ទេ
បាយមិននាំខ្ញុំទៅហូគេខ្ញុំនឹងភៀសស្លាប់ហើយតើតែស៊ីលេងស្រែកខ្នោនិងស្រែកខ្លាំងទើបជួសវែងប្រញាប់បង្កើនលើនទៅក្បាលឈ្មោះទៅតំបន់ដែលមានមនុស្សរស់នៅមិនតាសាឈូវវែងខ្លាន់ស្អុយជួសវែងឯងហ៊ានលេងជាមួយខ្ញុំទេអ្នកនិយាយថានឹងនាំខ្ញុំទៅញ៉ាំអាហារឆ្ងាញ់ប៉ុន្តែអ្នកហោះហើររចៃដឹងហើយធ្វើនៅលើអាកាសព្រះអាទិត្យជិតលិចហើយប៉ុន្តែខ្ញុំមិនបានឃើញអ្នករកប្ររព5នៅឡើយទេនរណាគឺជាស៊ីលេងនាងគឺជាស្ត្រីកើតមកដល់ថ្មីធ្នូម្នាក់ដូច្នេះដោយមានពីការភាពតូចមួយដូចជាឃ្លាកំខឹងស្ត្រីរបស់នាងនៅមកភ្លាមនោះដៃដបរិសុទ្ធរបស់នាងសោះនៅដៃស្រួលលេងអបឈួរវែងដោយស្មោះត្រង់ពួកគេដូចជាកម្មបត្តិពីដូចជាពួកគេបានច្របាច់ផ្នែកផ្សេងជាច្រើននៃរាងកាយរបស់ឈួរវែងដោយស្ពុតដើម្បីបញ្ចេញកំខឹងរបស់នាងត្រូវប្រពន្ធខ្ញុំសូមទោសគ្រាន់តែឃើញថ្ងៃដ៏ស្រស់ស្អាតបែបនេះជាមួយនឹងអាកាសធាតុល្អខ្ញុំចង់អ្នកនៅតែនិយាយមែនទេអ្នកហាមិនអីទេមើលរកនាទីនោះជាភូមិមួយនៅខាងមុខចូលយើងទៅនាទីនោះដើម្បីញ៉ាំអីបរិយាក៏ដោយឯនេះដូចជាឡុងដូចជាខ្ញុំមានរបស់ញ៉ាំភ្លាននឹងមិនអីទេព្រោះខ្ញុំមិនចង់ផ្លាស់ទីពីភានគាត់គឺជាពិតជាមិនអាចទទួលយកការធ្វើទារុណកម្មរបស់ស៊ីលេងបានទេដូច្នេះឈួរវែងមិនបានរំខានការស្វែងរកផលនីឋានស្រួលនៅក្នុងទីក្រុងទេនៅពេលភូមិដែលពេញចិត្តមួយបានលេចឡើងនៅខាងក្រោមទោះបីជាវាអាចត្រូវបានគេនិយាយថាមិនមានការរីកចម្រើនខ្លាំងក៏ដោយភូមិនោះប្រកាសជាមានរបស់ដូចជាមន់ទានិងពព្រៃដូច្នេះបន្ទាប់ពីឈួរវែងជំវិញគាត់បានចុះនៅខាងក្រៅភូមិក្រោយមកដោយប្រើរបាំងមុខអាកបាំងគាត់បានប្រូមុខហើយមងស៊ីលេងចូលទៅក្នុងភូមិអូនលូនទោះជាយ៉ាងណាគ្រាន់តែជាពួកគេបានចូលទៅក្នុងភូមិឈួរវែងមានអាវមកចំណែកតាមផ្លូវភូមិហាក់ស្ងប់ស្ងាត់ណាស់ហើយមានតែក្មេងមួយក្រុមប៉ុណ្ណោះដែលកំពុងលេងសូម្បីតែប្រសិនបើពួកគេឆ្លងកាត់មនុស្សពីរ3ចាស់ម្ដងកោពួកគេមានការភ្ញាក់ទឹកចិត្តនៅក្បាលរបស់ពួកគេមើលទៅចុះក្រោមផ្នែកសំខាន់បំផុតគឺជាដែលជាមួយនឹងថាមពលការចាប់អារម្មណ៍អត់មួយសួយឈួរវែងគឺជាអាចស្ដាប់ការផ្លាស់ថាគឺជាបច្ចុប្បន្នកំពុងមកពីផ្ទះមួយចំនួនក្រសិនដល់ការសោកសៅទាំងនោះមិនមែនជាអមសិទ្ធរបស់មនុស្សចាស់នោះពួកគេជារបស់ស្ត្រីហើយពួកគេសោកសៅជាខ្លាំងឈួរវែងក៏ដោយមួយត្រូវតែកើតឡើងនៅទីនេះគ្នានៅស៊ីលេងបាននិយាយច្បាស់ណាស់មានដូណាមានសូម្បីតែខ្លាំងជាវិញ្ញាណមានអារម្មណ៍ថាមានភាពមិនប្រក្រតីនៃភូមិលឿនស្លាកធំបងស្រីអុយស្អាតណាស់នៅពេលនោះក៏មានមួយក្រុមនោះបានប្រឃើញឈួរវែងនិងស៊ីលេងពួកគេបានប្រមូលផ្តុំគ្នាហើយឡងពាត់ពួកគេស៊ីលេងគឺជាពិតជាសារពេកហើយមុខរបស់នាងគឺជាដូចជាប្រសិនបើវាមិនគួរលេចយ៉ាងក្នុងជីវិតរមែងស្លាប់នោះទេនៅឆ្ងាញ់មនុស្សទាំងអស់រណាបានឃើញនាងនឹងតាក់ទាញដោយមុខដ៏ស្រស់ស្អាតបំផុតរបស់នាងក្រុមកំណាដណាខ្វះខាតទៅធម្មជាតិនៃអាក្រក់អាចនឹងទូទល់នឹងការតាក់ទាញរបស់នាងអូយគុណស្រក់ទឹកមាត់កំប៉ាឈួរវែងឃើញនារីម្នាក់មានទឹកមុខសពុនដៃពោពេញដោយទឹកមាត់ពោពេញដោយទឹកមាត់លើដៃដែលគឺជាស្រក់ទឹកមាត់ចង់ប៉ះស៊ីលេងស្វាយដែលធ្វើឲ្យឈួរវែងខំសម្បីតែគាត់មិនហ៊ានប៉ះស៊ីលេងដោយមិនខ្វះរៀនទេប៉ុន្តែក្មេងខ្វក់នោះបាយធ្វើតាឈួរវែងអាចទ្រាំទ្ររ៉ាដោយរបៀបណាគួរឲ្យខ្លាចណាស់ទោះជាយ៉ាងណាឈួរវែងសោកស្ដាយស្រ័យព្រោះសម្ដីរបស់គាត់គឺជាខ្លាំងពេកហើយវាធ្វើក្រុមក្មេងខ្លាចឈួរវែងយើងមិនមានបញ្ហាអីទេមកខោឲ្យប្រឡាក់សូមកខោឲ្យវីតាមីនអីទេកុំបំភ័យក្មេងប្រុសនេះអីស៊ីលេងនឹងយ៉ាំអាយណាហានបន្ទាប់មកពិតជាបានអោក្មេងស្រីដោយទឹកមុខមាសក្លិនស្អុយហើយសួរថាលោកស្រីតូចតើអ្នកឈ្មោះអ្វីខ្ញុំត្រូវបានគេហៅថាដយ៉ាបន្ទាប់ពីក្មេងស្រីតូចដែលមានទឹកនោះបានជួបទឹកមាត់នៅលើមុខរបស់នាងនិយាយតែនេះវាអាចត្រូវបានគេមើលឃើញថានាងគឺជាសប្បាយចិត្តខ្លាំងណាស់បងស្រីធំខ្ញុំត្រូវបានគេហៅថាធ្វើសឹងនៅពេលនោះក្មេងប្រុសតូចសំបីតែខ្វះជាងក្មេងស្រីដែលស្រមកបានរត់ពីលើរត់គាត់សំបីតែបាត់ដៃដែលយើងខ្មាស់ហើយចង់ឲ្យស៊ីលេងអោបគាត់នាងមិនបានសំបីតែសួរអ្នកទេហេតុអ្វីបានជាប្រាប់នាងមួយឆ្នៃក្មេងគាត់ម្នាក់បានប្រឡេកមើលក្មេងប្រុសសក់ខ្វាក់ហើយច្បាស់ណាស់សំបីតែគាត់នរណាគឺជាដៃគូរបស់ក្មេងប្រុសសក់គាត់មិនអាចទ្រាំមើលសមភាពប្រទានខ្មាស់របស់គាត់បានទេមិនថាអ្នកសួរខ្ញុំឬមិនខ្ញុំនៅតែហើយគូសឹមបងស្រីធំខ្ញុំក៏ចង់អបដែរបន្ទាប់ពីក្មេងប្រុសសក់ខកបាននៅលប់មកវិញនៅសម្លឹងយ៉ាងខ្លាំងយ៉ាងគូឃើញគាត់បានសួរទៅស៊ីលេងដោយមិនខ្មាស់ទៀនអាចទៅអបបានហើយត្រឡប់ទៅផ្ទះរកបណ្ដៃអបវិញឈួរវែងភ្លាមពំលីជើងរបស់គាត់ហើយប៉ាត់គួរក្មេងប្រុសតូចនោះបោះគាត់ទៅឆ្ងាយមួយម៉ាច់ស្រីសុខសប្បាយទេតែសំបីតែប្រុសចង់ទាញយកប្រយោជន៍ពីនាងទៅឈួរវែងក្មេងប្រុសនោះមិនគួរសំបីតែគិតអំពីវាទេឈួរវែងក្មេងក្រុមនេះពិតជាគួរស្រឡាញ់ណាស់ស៊ីលេងពិតជាចូលចិត្តក្រុមក្មេងតូចបណ្ណាមានអាយុប្រហែល5 ឬ 6 ឆ្នាំចាស់ហើយមានគឺជាសប្បាយចិត្តខ្លាំងណាស់ពេលលេងជាមួយក្រុមក្មេងតូចកខ្វក់ក្រឡេកមើលរូបរាងនាងហាក់ដូចជាផ្លេចក្រប្រះហ៊ានរួចទៅហើយអ្នកចូលចិត្តកូនក្មេងមែនទេខ្ញុំក៏ដូចគ្នាដែរឈួរវែងមាននៅជាបាត់មួយនិយាយទៅកាន់ស៊ីលេងថាប្រពន្ធខ្ញុំតើយើងគួរមានគុណនៅពេលណាប្រកាសហើយបើឯងចង់ស្លាប់សាក់វាទៅពលលើស្វ័យបានភ្លឺឡើងនៅក្នុងសិររបស់ស៊ីលេងហើយភៀងនោះឈួរវែងបានឆ្លៀវក្រោយមួយចំហានទៅពីដោយភ័យខ្លាចមួយនិយាយដោយស្នាមនឹងថាគ្រាន់តែជាការដេញសាច់ប៉ុន្តែប្រពន្ធខ្ញុំមានអារម្មណ៍ថារបៀបគិតរបស់អ្នកគឺត្រឹមត្រូវយើងនៅតែពីរនឹងមានកូនរៀល19នោះនៅពេលអនាគតខ្នើស៊ីលេងបបោមាត់ហើយស្លាក់ទឹកមាត់យ៉ាងត្រជាក់ក្នុងប៉ុនមានថ្ងៃនេះនាងចាប់ផ្ដើមស្រង់នឹងភាពទៀនខ្វះរបស់ឈួរវែងបន្តិចម្ដងក៏យ៉ាក់គួយសឹងមើលតែនេះជាអ្វីគ្នាឈួរវែងមានគំនិតឆ្លាតវៃគាត់បានយក10ពលក្របវិញ្ញាណចេញពីរបស់គាត់កាប់មកពីក្រឡាឡោតនាទីនោះពិតជាចំនួនដែលមិនអញលប់បាននៃបទថ្វាយមុននៅក្នុងកន្លែងបញ្ចុះសពភ្លើងព្រះនិមិត្តភ្លើងព្រះសាលានាពេលនោះប៉ុន្តែពួកគេគ្មានប្រយោជន៍វិជាធម្មពលខាងវិញ្ញាណដែលពួកគេផ្ទុកគឺជាទាបពេកដូច្នេះពួកគេមិនមានប្រយោជន៍ពេកសម្រាប់ឈួរត្រេនប៉ុន្តែសូម្បីតែទោះបីជាវត្ថុអនុមិនបានជួយដល់ការដាំលើច្រើនពេកក៏ដោយវាជារូបិយប័ណ្ណដែលប្រាជ្ញាបំផុតនិងប្រើប្រាស់យ៉ាងទូលំទូលាយអង្គការខាងវិញ្ញាណតែមួយគឺជាគ្រប់គ្រាន់ហើយសម្រាប់មនុស្សសាមញ្ញអ្នកក្នុងការរស់នៅយ៉ាងបរិបូរណ៍តាមរយៈជំនន់ជាច្រើនដោយនឹងខ្វល់ខ្វាយអំពីអាហារគឺសម្ភារបំពាក់ថ្នាក់ពេលដែលបរិភោគត្រីនិងសាច់យ៉ាងច្រើនសម្រាប់អាហារដូច្នេះនៅពេលនោះឈួរវែងប្រមូលបានពី3ហេតុផល
គឺជាដើម្បីជៀសវាងការខ្វះខាតនៃសម្រាប់មនុស្សនៅពេលពួកគេទៅនាំអាហារនៅខាងក្រៅបន្ទាប់ពីទាំងអស់រឿងគួរឲ្យអាម៉ាស់មួយអ្វីដែលបានធ្វើពិតជាការឡើងមុននៅលើជួរហេងក្រៅពីនេះចំពោះមនុស្សធម្មតាសូម្បីតែប្រសិនបើជួរហេងយករបស់របរដូចជាអង្កាមជ្រាលជ្រៅក្រោមកាំដើមពួកគេអាចមិនចាំបាច់ទទួលស្គាល់នេះទៅវិញទៅវិញក្របវិញ្ញាណមានតែពលល្អបំផុតកុំណាសំដៅលើខ្លួនឯងជាបុគ្គលទី3រងបាបងប្រុសធំថ្មម៉ាប់របស់អ្នកស្អាតណាស់តើអ្នកអាចក៏ដល់ឲ្យពួកគេទៅយ៉ាងបានទេខ្ញុំក៏ចង់បានពួកគេដូចជាផងដែរបងប្រុសធំក៏ដល់ឲ្យពួកគេទៅព្រោះសិនខ្ញុំមិនយកថ្មកែវរបស់ខ្ញុំទៅប្រូជារបស់អ្នកដោយឃើញក្របវិញ្ញាណដែលពោពេញដោយពន្លឺនោះកាយទួយបានលេងយ៉ាងក្នុងថ្ងៃក្មេងភ្លាមហើយពិតជាគិតថាក្របវិញ្ញាណគឺជាថ្មម៉ាប់តូចដែលពួកគេលេងជាមួយប៉ុន្តែមួយដែលរៀនខ្មាស់បំផុតគឺជានៅតែជាកូនតូចតហក់ដែលគេហៅថាព្រោះសិនគាត់ពិតជាបានយកថ្មម៉ាប់ដែលប្រឡាក់និងបាក់បែកជាច្រើនដុំដែលត្រូវបានកិនពីថ្មចេញពីហោប៉ៅរបស់គាត់ហើយគាត់ចង់យកថ្មម៉ាប់ដែលប្រកបនឹងអាក្រក់ហើយខូចហើយក្រៀមក្រុមសម្រាប់ធូរសេងចូល519អ្នកទាំងអស់គ្នាខុសបាត់ពិសោធន៍ដូច្នេះខ្ញុំប្រាប់អ្នកពីរឿងនេះតែនេះមិនមែនជាថ្មម៉ាប់ដែលអ្នកលេងជាមួយទេតែនេះគឺជាប្រពៃណីពួកគេគឺជាកំណត់ត្រាត់ដូច្នេះពួកវាមានតម្លៃច្រើនណាស់ជួសវិញពន្ចន់ចំពោះទី434ឯនៅរបស់ស្រីព្រះចំពោះទី434ឯនៅរបស់ស្រីព្រះបងប្រុសធំសូមផ្ដល់កំណត់ត្រាត់តែនេះមកខ្ញុំឲ្យយ៉ាងពិតជាចូលចិត្តពួកគេណាគ្មានស្រីដែលស្លាក់ទឹកមាត់ក្នុងអបរបស់ស៊ីលេងបានញាដៃក៏ចង់ចាប់ពួកគេបងប្រុសធំផ្ដល់ឲ្យខ្ញុំមួយតាមមិនដំណើរការទេប្រសិនបើខ្ញុំយកវាទៅជួយនៅសម្រាប់មួយរបស់អ្នកគ្មានខ្វាក់នៅខ្មាស់គេបានព្រិនថ្មម៉ាត់ដែលគាត់បានយកចេញពីខោរបស់គាត់រហូតដល់ជួរវិញរសិនបើអ្នកចង់បានមិនអីទេប៉ុន្តែការកាន់មួយរបស់នៅទីនោះបងស្រីបងប្រុសធំនិងធំរបស់អ្នកមិនបាននឹងពេញមួយថ្ងៃទេបើពុំដៃអ្នកអាចធ្វើម្ហូបឆ្ងាញ់បានព្យាបាលបងប្រុសធំនិងធំតូនស្រីសម្រាប់អាហារមួយពេលនោះចោត5ទាំងនេះនឹងខ្លាចទៅជាទៅ5ជួរវេបាននិយាយហើយនៅពេលដែលពីរបស់ជួរវេត្រូវបាននិយាយកុកណាទាំងអស់បានចូលទៅក្នុងភាពស្ងៀមស្ងាត់ពួកគេសម្លឹងមើលដោយការកោតសរសើរមិនចំណែនចំពោះនារីស្រក់ទឹកភ្នែកកាយាហាហាត់លញអស់ចានណាស់មកបាប់ខាងវិញ្ញាណគឺជារបស់ខ្ញុំពិតជាអីយ៉ាគឺជារំភើបចិត្តណាស់នាងងួតចក្រោមអប្រសពរបស់ពីស៊ីលេងហើយលោកជានាងលូតចុះឡើងនាងស្រែកខាតមហូបគេធ្វើអីក៏ឆ្ងាញ់ជាងគេម៉ាក់ធ្វើម្ហូបអីនៅភូមិយើងបងប្រុសធំបងស្រីមកផ្ទះជាមួយអីយ៉ាខ្ញុំនឹងប្រាប់ម៉ាក់ខ្ញុំធ្វើម្ហូបឆ្ងាញ់បំផុតដូចជានាងបាននិយាយហើយដោយយ៉ាបានរំលងទៅផ្ទះរបស់នាងឃើញដូច្នេះជួរត្រេងនិងស៊ីលេងតាមមានបរិយាកាសគ្រួសាររបស់អីយ៉ាគឺជាមិនអាក្រក់យ៉ាងហោចណាស់បើនិយាយពីការរស់នៅក្នុងភូមិតូចវាបានរត់ដូចជាគ្រួសារដែលមានជាមភាពធូរធារល្បំបណ្ដៃរបស់តាយ៉ាគឺជាករុរីរាក់ទាក់ណាស់បន្ទាប់ពីដោយដឹងថាស៊ីលេងនិងឈូហ្វេងមិនទាន់បានញ៉ាំទេនាងប្រញាប់ចាប់ផ្ដើមធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់សម្រាប់ឈូហ្វេងនិងស៊ីលេងហ្វៃល្បិតតែវាជាមុខម្ហូបប្រចាំភូមិទាំងអស់ក៏ដោយក៏ត្រូវតែនិយាយថាសបអាំរបស់ម្ដាយដោយយ៉ាគឺជាពិតជាល្អណាស់យ៉ាងហោចណាស់វាគឺជាល្អជាងសត្វសាហាវឈូហ្វេងអាងស៊ីលេងនិងឈូហ្វេងបានញ៉ាំដោយចំណងអាហារដ៏អស្ចារ្យជាពិសេសស៊ីលេងនិងនាងបានស៊ីព្រៃមួយមាត់មួយឆ្នេរគេអាចមើលឃើញថាក្មេងស្រីគឺជាពិតជាហ៊ានរៀនយ៉ាងខ្លាំងប៉ុន្តែត្រូវតែនិយាយថាភាពស្រស់ស្អាតគឺជាភាពស្រស់ស្អាតឈូហ្វេងគឺជាចូលពីសម្លឹងមើលស៊ីលេងព្រោះមិនថាសថាចតនៃនាងស៊ីច្រើនប៉ុណ្ណាទេនៅពេលដែលគេមើលមកនាងទេនៅតែមានអាវបើគួរស្រេងធំបងស្រីអូនពិតជាសាទមួយទៀតទីតាមែនបន្ទាប់ពីរយៈទៅលុបមកទាំងវិញបានដៃរបស់នាងបានប្រួលសម្លៀកបំពាក់មួយឈុតឲ្យនាងហើយយើងស្មាត់មុខរបស់នាងនៅពេលដែលនៅទីនោះគឺជាកាន់តែស្រក់ទឹកមាត់នៅលើបន្ទាប់ពីមុខរបស់នាងកាន់តែស្អាតក្មេងស្រីនោះមានរូបរាងគួរឲ្យស្រឡាញ់ហើយនោះក៏បានធ្វើឲ្យឈួរហេងកាន់តែរីករាយនៅពេលដែលគាត់បានមើលនាងអីយ៉ាតើនៅទីនោះខ្លាចជាទេពធីតាក្នុងរូបនេះដោយរបៀបណាឈួរហេងបាននិយាយដោយអ្នកកាមិនមាននំប្រធ័គឺជាពិតជាគួរឲ្យខ្លាចណាស់នៅលើពិភពលោកនៅទីនោះគ្រាន់តែជាអ្នកដាំដុះប៉ុណ្ណោះតើនៅទីនោះអាចជាប្រារបានដោយរបៀបណាពួកគេគ្រាន់តែជាអ្នកដាំដុះក្បាច់គុណជាមួយនឹងការដាំដុះជាជ្រៅតែត្រូវបានយល់ខុសដោយមនុស្សសាមញ្ញប្រជាពលរដ្ឋដែលមិនបានដាំដុះមុនចូលចិត្តហៅអ្នកដាំដុះទៅជាព្រះលាត់ទៅដោយអតិទេពស្រុបមកនៅក្នុងក្រសាថ្នៃរបស់ពួកគេមនុស្សដែលមានការដាំដុះពុះគឺជាព្រះអួយរាខឈួរហេងនិងស៊ីនីប្រសិនបើពួកគេបង្ហាញការដាំដុះរបស់ពួកគេវាគឺជាទំនងជាតិអីយ៉ានិងជឿថាពួកគេជាព្រះនៅទីនោះគឺប្រសិនបើពួកគេអាចឆ្លោះហើយរបានពួកគេគឺជាព្រះអីយ៉ាព្រែកភ្នែកធំរបស់នាងដែលខ្វះអាក្រក់ហើយប្រកែកជាមួយឈួរហេងនឹងមិនអីទេបើអ្នកនិយាយបែបនោះបងស្រីធំរបស់អ្នកនៅទីនេះពិតជាទេពធីតាបន្តពីឈួរហេងមើលស៊ីលេងគាត់ទប់សម្ដាយមិនបានព្រោះស៊ីលេងអាចចង់បានយងតាមពាក្យរបស់រយ៉ាមិនមែនជាព្រះទេកម្មពិតក្នុងគ្រួសារខ្ញុំនៅទីនោះក៏ជាទេពធីតាបងស្រីដែរបងស្រីខ្ញុំស្អាតណាស់នៅជាល្អណាស់ប៉ុន្តែនាងធ្វើដំណើរឆ្ងាយបើមិនឆ្លើយទេនាងអាចប្រៀបធៀបជាមួយអ្នកបានធំបងស្រីដូចជារយ៉ានិយាយរួចនាងសម្លឹងមើលទៅម្ដាយរបស់នាងហើយនិយាយថាម៉ាក់តើពេលណាបងស្រីរបស់ខ្ញុំបានលុបមកវិញខ្ញុំកញ្ញានាងបងស្រីរបស់អ្នកនៅសល់តែប៉ុន្មានថ្ងៃទៀតទេពេលនេះនាងកំពុងធ្វើដំណើរឆ្ងាយដូច្នេះត្រូវចំណាយពេលរងដើម្បីឲ្យនាងលុបមកវិញម្ដាយរបស់អីយ៉ាខ្ញុំដូចជាមានដុសរយៈក្បាលបន្ទាប់ពីយ៉ាងលឿនបាននិយាយទៅកាន់ឈួរហេងនិងស៊ីនេងថា7មួយទៀតហើយមិនចប់ខ្ញុំនឹងចូលទៅពិនិត្យម្ដាយរបស់រយៈបានដែលទៅផ្ទះបាយពេលកំពុងនិយាយទោះបីជាចំពោះគ្នាញមូនដូចជារយៈមានអាចមិនឃើញអ្វីខុសជាមួយឈុតនោះឈួរហេងនិងស៊ីលេងបានឃើញចាំច្បាស់នៅការផ្លាស់ប្ដូរនៅក្នុងអារម្មណ៍ម្ដាយរបស់រយៈវាគឺជាទុកព្រួយដែលមិនចេះអស់សង្ឃឹមលាក់ទុកនៅក្នុងចិត្តរបស់នាងប្រាប់ណាស់បងស្រីរបស់រយៈមិនបានធ្វើអ្វីទេមកជាសាមញ្ញដូចជាធ្វើដំណើរទៅកន្លែងឆ្ងាយហើយមានអ្វីមួយបានកើតឡើងនៅក្នុងភូមិនេះបើមិនដូច្នេះទេនៅទីនោះនឹងមិនមានមនុស្សច្រើនទេចាស់
ជួបដោយស្ងៀមស្ងាត់វិឆ្នៃបន្ទាប់ពីក៏ដល់សញ្ញាស៊ីលេងឈួរលេងកន្ទុយនៅដៃរបស់អាយ៉ាហើយចូលទៅក្នុងផ្ទះបាយពិតជាមុនសម្បីតែចូលទៅក្នុងផ្ទះបាយឈួរលេងគឺសំឡេងស្រក់ទឹកភ្នែកពួកគេបានមកដៃរបស់ពីអាយ៉ាមិញតើមានអ្វីកើតឡើងតើបងស្រីរបស់អាយ៉ាទៅណាឈួរលេងឡើងហើយសួរឲ្យអ្នកឈួរលេងកាមមកដល់ភ្លាមបានលោតទៅម្ដាយរបស់អាយ៉ាហើយនៅទីនោះគឺជាមានការផ្លេស្មន់ស្លោនិងការភ្ញាក់ឲ្យខ្លះនៅក្នុងប្រសាភ្នែកដែលនាងមើលទៅឈួរលេងជាមួយកុំមកខ្ញុំជាអ្នកដំណើរប្រសិនបើអ្នកមានការលំបាកណាមួយមានអារម្មណ៍ថាដោយសេរីនិយាយមកខ្ញុំប្រហែលជាខ្ញុំអាចជួយអ្នកបានឈួរសេងគុណចុះយ៉ាងណាហ่ะបិទទេអ្នកជាអ្នកដំណើរម្ដាយរបស់អាយ៉ាជឿពាក់កណ្ដាលនិងសរសៃពាក់កណ្ដាលបន្ទាប់ពីទាំងអស់រូបរាងរបស់ឈួរលេងគឺជារបស់បរិះក្មេងសង្ហាប៉ុណ្ណោះសម្បីតែប្រសិនបើគាត់គឺជាពិតជាអ្នកដំណើរតាគាត់អាចមានសមត្ថភាពខ្លាំងប៉ុណ្ណាដូចនេះហើយនាងបានអមលួនក្បាលហើយនិយាយថាទោះពីចោលគោលរឿងនេះមិនតាក់ទងនឹងអ្នកទេដូច្នេះខ្ញុំមិនចង់ពីអ្នកចូលដោយគ្មានហេតុផលទេនៅពេលនោះឈួរលេងបានក្រវីដៃអាវធំរបស់គាត់មិនស្រទាប់នៃតម្រង់វិញ្ញាណព្រមព័ន្ធម្ដាយរបស់ប្រយ៉ាភ្លាមបន្ទាប់ពីគាត់បានចាប់យកតម្រង់វិញ្ញាណប្រើវិជាមេអត្រាផ្កាកុលាបចូលទៅក្នុងអាកាសហើយបាននាំម្ដាយរបស់អាយ៉ាដោយផ្ទាល់ពីសត្វពពកបើជារដូវរបស់ឈួរលេងគឺជាពិតជាលឿនពេកហើយនៅពេលដែលម្ដាយរបស់អាយ៉ាមានប្រតិកម្មនាងគឺជារួចទៅហើយ11,000 ម៉ែត្រនៅលើអាកាសនាងបានក្រឡេកមើលភូមិនឹងទួលល្ងងនៅក្រោមពពកសតហើយស្រែកដោយឃើញខ្លាចភ្លៀងមិនតែនេះក៏អ្នកអាចប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងពិតប្រាកដបានទេប្រហែលជាខ្ញុំពិតជាអាចជួយអ្នកបានឈួរលេងសួរនឹងទៀតភៀមនោះទីបង្ខំដៃរបស់អាយ៉ាបាននឹងខ្លួនហើយមួយឆ្នៃឈួរលេងអាចដើរនៅលើអាកាសហើយវាគឺជាឈួរលេងណាបាននាំមានចូលទៅក្នុងអាកាសនៅពេលនោះម្ដាយរបស់អាយ៉ាបានសម្លឹងមើលឈួរលេងដោយភ្នែកផ្សេងគ្នាហើយនៅក្នុងការសម្លឹងរបស់នាងមើលទៅឈួរលេងជាមួយវាគឺជាពុកពេញទៅដោយការកោតសរសើរមើលជាមនុស្សសាមញ្ញនាងមិនយល់ពីផ្នែកការដាំដុះក្បាច់គុណនោះទេប៉ុន្តែនៅក្នុងភ្នែករបស់នាងអ្នកដាំដុះដែលអាចហោះហើរនៅលើអាកាសកប់ទៅក្នុងដីពិតជាមានអត្ថភាពដែលប្រៀបដូចជាព្រះភៀមម្ដាយរបស់អាយ៉ាបានលុតជង្គង់នៅលើអាកាសហើយក្រឡេកទៅឈួរលេងដោយដៃរបស់នាងដែលកាន់នៅពីមុខនាងព្រះចាស់ព្រះខ្ញុំសូមអមរអ្នកសូមជួយកូនស្រីរបស់ខ្ញុំសូមជួយស្រពោះអ្នកភូមិផងមិនបើអញមានអ្វីចង់និយាយចូលក្រោបឈរសិនខ្ញុំមិនទាន់បាននិយាយថាខ្ញុំជុំឯងទេតើមានរឿងអ្វីកើតឡើងអាចប្រាប់ខ្ញុំនៅអត់បានទេឃើញដូច្នេះឈួរលេងប្រញាប់ប្រញាល់លើក្រដៃរបស់អាយ៉ាឡើងក្រោយមកបតៃរបស់អាយ៉ាបានប្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងយ៉ាងលម្អិតទៅកាន់ឈួរលេងចំណេះ300ម៉ៃពីភូមិនៅទីនោះគឺជាជួរភ្នំមួយនៅលើជួរភ្នំនោះនៅទីនោះគឺជាក្រុមអ្នកដាំដុះបណ្ណាចង់បង្កើតសាលាពួកគេត្រូវការប៉ាក់ដីនៅតំបន់ជួរភ្នំសម្រាប់គម្រោងសាងសង់ដ៏ធំមួយដោយសារពួកគេខ្វះកម្លាំងពលកង់ពួកគេបានទៅគ្រប់ទីកន្លែងដើម្បីស្វែងរកបរិស្រាំងនៅក្នុងភូមិមួយត្រូវបាននាំយកទៅឆ្ងាយហើយបណ្ណាដែលនៅសល់គឺជាមនុស្សចាស់ឬកុមារដោយសារតែបងស្រីរបស់អាយ៉ាមានរូបរាងនៃឃ្លោកនាងគឺជាក៏ត្រូវបានក្រុមមនុស្សយកទៅឆ្ងាយដែរនៅក្នុងក្រុមមនុស្សនៅទីនោះវាជាសម្បីតែនឹងចាស់មនុស្សនរណាអាចឈរនៅលើអាកាសនិងផ្លាស់ប្ដូរអាកាសធាតុមួយជាដែលគាត់ប្រាថ្នាដូច្នេះប្រជាពលរដ្ឋសម្បីតែគិតថាគាត់គឺជាជាទេវៈដូច្នេះពួកគេមិនហ៊ានប្រមាថគាត់ទេពួកគេបានត្រឹមតែស្ដាប់បង្គាប់អនុញ្ញាតឲ្យពួកគេយកមនុស្សទៅឆ្ងាយហើយពួកគេមិនសម្បីតែហ៊ាននិយាយមួយម៉ាត់ចំពោះទី435រយយ៉ាងធៀបចំពោះទី435រយយ៉ាងធៀបបន្តពីដោយដឹងពីការពិតនៃបញ្ហានេះឈូរេងមិនបងអង្គយូរទេហើយបន្តពីនំម្ដាយរបស់អាយ៉ាត្រឡប់ទៅផ្កាបាយវិញឈូរេងត្រឡប់ទៅបន្ទប់វិញហើយប្រាប់រស៊ីលេងពីអ្វីដែលបានកើតឡើងបន្ទាប់ពីនឹងរស៊ីលេងគឺជាសម្បីតែខាងជាងឈូរេងនាងបាននិយាយអ្វីមួយអំពីការនឹងបំផ្លាញអ្នកដាំដុះនរណាខ្វះសេចក្តីសប្បុរសដូចជាតែគ្មានសម្បីតែបរិភូមិចប់រស៊ីលេងនៅសល់ឈូរេងព្រោះជាយ៉ាងណាគ្រាន់តែដូចជាឈូរេងនិងរស៊ីលេងផ្កាកុលាបឡើងនៅអាកាសហើយឈ្មោះទៅទៀតដៅដែលដៃរបស់អាយ៉ានិយាយថាទៅនៅខាងក្នុងស្រុកខ្លះពីលើពពក3ភូមិភ្លាមបានបង្ហាញខ្លួនពួកគេ3នាក់បរិះវ័យលន្តា2នាក់ម្នាក់សនលោកតាអពួកគេកំពុងឈរនៅលើអាកាសប៉ុន្តែនៅទីនោះមិនមែនជាចំអតែមួយនៃរស្មីមកពីរាងកាយរបស់ពួកគេវាគឺជាដូចជាប្រសិនបើពួកគេមិនមែនជាសម្បីតែដែលនេះស្រាប់ខ្លួនគ្មាននរណាម្នាក់អាចរកឃើញពួកគេទេហើយនៅលើរាងកាយរបស់ពួកគេតាក់អាវនេះឡងសម្លៀកបំពាក់ពិសេសនោះប្រាប់ថាជាជ័យអមសិទ្ធរបស់មនុស្សនៃរាជរស់ជាងដៃការទៅប្រញៀនហើយនិយាយថាជួរផ្លេងនិងស៊ីនីត្រូវបានរកឃើញរួចហើយសោះលោកតានិយាយទៅកាន់បរិះវ័យយន្តាម្នាក់បាទលោកលើពាក្យទាំងនោះបរិះនោះក៏ប្រញាប់យកចុតនិងប្រដាសរសេរសម្បត្តិមួយច្បាប់ខ្លួនប្រញាប់យកទ្រង់ប៉ាសេទួយមួយចេញពីហៅប៉ៅរបស់ខ្លួនបន្ទាប់ពីបញ្ចូលនិមិត្តសញ្ញាពិសេសសត្វស្លាប់ដែលជាជួនបានកោះចេញពីទ្រង់ប៉ាសេដ៏ឆ្ងាញ់នោះចុះកិច្ចសន្យាសុចិត្តទ្រង់តកូលផ្សេងទៀតពួកគេត្រូវតែចាប់អ្នកទាំងពីរដែលនៅរស់មុនព្រះនាមមកទីនេះតែហាក់បន្ទាប់ពីមនុស្សសត្វចាស់និយាយទៅកាន់បរិះវ័យយន្តាម្នាក់ទៀតបាទលោកជាការឆ្លើយតបបរិះវ័យយកតារូបទូមិនហ៊ានទេគាត់បានយកឧបករណ៍ពិសេសសួរចេញហើយបញ្ចេញនៅលោកខាំពុនដែលគឺជាមើលមិនឃើញនិងមិនអាចលោកឃើញបានបន្ទាប់ពីបរិះទាំងពីរអ្នកបានធ្វើអ្វីទាំងអស់នោះលោកតាក៏វិដៃអាធំហើយស្រទាប់ថាពុបានបញ្ចេញពីរៀបដូចជាការផ្ទុះនៃធម្មពុបានរពាត់ពួកគេទូលេខរបស់អ្នកតែ3ខ្លាយជាការបំភាន់ហើយទីបំផុតបានបាត់ទៅវិញចំណែក3ឬម៉ៃលពីអយ៉ាគ្រួសាររបស់មេទីនោះគឺជាជួរភ្នំដែលមិនគូធំជួរភ្នំគឺជាដើមឡើយជាកន្លែងនៅគ្មានម្ចាស់ព្រោះតំបន់នោះគឺជានៅព្រំដែននៃយួនខេត្តនៅទីនោះគឺជាសាលាមួយចំនួនតូចណាស់នៅកន្លែងនោះដូច្នេះតំបន់ដែលមានការកាប់
គឺជាពេលណាស់ដូចជាของដែរនៅទីនោះគ្រាន់តែជាអំណាចទួចនៃសាលារៀនទូចប៉ុណ្ណោះនៅជុំវិញជួរក្នុងអ្នកដាំដុះដែលមានកម្លាំងខ្លាំងបំផុតគឺមានតែនៅក្នុងកំពូលនៃអាណាចក្រជ្រាលជ្រៅប៉ុណ្ណោះនៅក្នុងខេត្តដ៏ខ្លាំងបែបនេះដូចជាយួនខេត្តដោយគ្មានអ្នកជំនាញអាណាចក្រសួតត្រួតពិនិត្យអ្វីទាំងអស់ថាមពលបែបនេះនឹងជាថាមពលកម្រិតទី3សូម្បីតែប្រសិនបាននៅទីនោះគឺជាអ្នកជំនាញអាណាចក្រសួតត្រួតពិនិត្យថាមពលនឹងគ្រាន់តែជាអត្រាទី2ប៉ុណ្ណោះមានតែអំណាចដែលមានអ្នកជំនាញអាណាចក្រសួតជាច្រើននិងមួយចំនួនអ្នកផ្គាត់ចិត្តសុខវិនិច្ឆ័យគឺជាអំណាចកម្រិតដំបូងកម្មពិតនៅក្នុងយួនខេត្តនៅទីនោះគឺជាមានតែថាមពលអត្រាទី1ពិតប្រាកដមួយប៉ុណ្ណោះហើយថាគឺជាអ្នកកំបាំងសិត1569អ្នកកំបាំងសពនិកាយគឺជាដូចសារារីយន្តនៃខេត្តភៀវដើម្បីរក្សាជំហររបស់ខ្លួនជាក្បាលនៃនេភានិងភាពសង្កត់ការអភិវឌ្ឍនៃសារ៉ាប់ស៊ីនទៀតដូច្នេះនៅក្នុងយួនខេត្តនៅទីនោះគឺជាស្ថានភាពដូចជាផ្កាច់មុខទោះជាយ៉ាងណាដោយសារតែការមកដល់នេះលោកតាជាច្រើនខែមុននេះតំបន់ដាច់ស្រយាលដែលមានអ្នកដំណើរតិចតួចបំផុតព្រាមបានផ្លាស់ប្ដូរអំណាចទូជុំវិញត្រូវបានវាលុបម្ដងមួយបណ្ណាទាំងនោះដែលមិនធ្វើតាមគឺបានសម្រាប់ទាំងអស់ហើយមានតែនរណាទាំងនោះដែលសុខចិត្តធ្វើតាមនិងលោកតាដែលត្រូវបានអនុញ្ញាតឲ្យរក្សាជីវិតទុយរបស់ពួកគេបន្ទាប់ពីជាច្រើនខែនៃការជ្រើសរើសនិងជាមួយវិធីសាស្ត្រដុតកាយសារអាននោះលោកតាបានក្លាយជាម្ចាស់នៃតំបន់នោះគាត់បានជ្រើសរើសនរណាទាំងនោះមានកម្លាំងដើម្បីធ្វើជាអ្នកក្រោមបង្គាប់របស់គាត់តាមពិតថ្មីនេះគាត់គឺជាទីបំផុតនៃបង្កើតនិកាយផ្ទាល់ខ្លួនរបស់គាត់ហើយទីតាំងនៃគាត់គឺជានឹងបង្កើតនិកាយគឺជាជួរភ្នំដែលគ្មានម្ចាស់ចម្ងាយ300ម៉ៃលពីទៅ15ទៅ37រដងដងនៅលើភ្នំដែលគ្មានម្ចាស់អក្សរធំបំពង់ត្រូវបានសាសង់វាគឺជាដំណើរការដ៏ធំព្រោះវាគឺជាមិនងាយស្រួលក្នុងការបង្កើតនិកាយសម្បីតែប្រសិនបើអ្នកដំណើរមានសមត្ថភាពនៃអនុញ្ញាតឲ្យពួកគេបំបីសុខវិនិច្ឆ័យដូចជាពួកគេអាចបាត់ខ្លួនបានយ៉ាងងាយស្រួលបំបីធម៌និងបំផ្លាញវត្ថុផ្សេងទៀតពួកគេមិនគួរឲ្យចាប់អារម្មណ៍នៅពេលសាសង់វត្ថុនោះទេនៅទីបញ្ចប់ដើម្បីសាសង់ស្នាដៃល្អល្អដូចជារៀននៅធំនៅតែត្រូវការចាំងហ្វាយនេះក្នុងមនុស្សសាមញ្ញដូច្នេះដើម្បីសាងនិកាយនោះក៏បានរកតាបានធ្វើមិនវិយកចំនួនតិចតួចនៃថាមពលទៅក្នុងយានកម្មករដ៏ខ្លាំងទាំងអស់ដែលគាត់អាចប្រើក្នុងរំបងជាច្រើនរយម៉ៃត្រូវបាននាំយកមកដោយគាត់បច្ចុប្បន្នពួកគេនៅជួរភ្នំគ្មានមេធ្វើការឲ្យគាត់ស្ទើរតែរាល់ថ្ងៃនៅទីនោះនឹងត្រូវមនុស្សធ្វើការរហូតដល់ស្លាប់ធំបងយ៉ានសូមអបអរសាទរប្រសិនបើរបៀបនេះនៅតែបិណ្ឌរូបនិកាយរបស់អ្នកនឹងត្រូវបញ្ចប់បន្ទាប់ពី2-3ខែទៀត3ធំបងយ៉ានពីអេលនីជានិកាយកបាលយ៉ានស្ដាំនិកាយកបាលយ៉ាននិកាយកបាលយ៉ាងហានៅក្នុងជួរភ្នំក្នុងតំណាងដែលគឺជាបានបញ្ចប់រួចហើយអ្នកដំណើរមួយក្រុមកំពុងលើកពេលរបស់ពួកគេហើយផាត់យ៉ាងឆ្ពួនដោយភាគីរបស់ពួកគេនៅទីនោះក៏ជាស្ត្រីក្មេងជាច្រើនផងដែរនរណាមិនមានការដំណើរទេប៉ុន្តែមានភាពទន់ភ្លន់ខ្លះពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងសម្បីតែរាងកាយរបស់ពួកគេញ័រប៉ុន្តែពួកគេអាចបញ្ជុំហើយពួកគេអាចនឹងស្រែកពួកគេសម្បីតែត្រូវបង្ខំចិត្តរីករាយនឹងញឹមពេលកំពុងចាក់តែនឹងស្រាសម្រាប់មនុស្សជំនាញពួកគេនៅក្នុងមនុស្សទាំងនោះមុខរបស់នារីក្មេងដែលគឺជាគួរឲ្យស្រឡាញ់ណាស់គឺជាសារនាមទៅនឹងអីយ៉ាប៉ុន្តែផ្នែកសំខាន់គឺជាដែលលោកតាអង្គុយនៅលើកៅអីក្បាលជាមួយនឹងការដាំដុះនៃកម្រិតទី1នៃអាណាចក្រសួរគឺជាមនុស្សដែលខ្លាំងបំផុតនៅក្នុងពួកគេទាំងអស់ក្រឡេកមើលមុខគាត់គឺជាច្បាស់ណាស់វាគឺជាកបាលបេសារារីយមយ៉ានយ៉ាងធានទោះជាយ៉ាងណាយ៉ានយ៉ាងធាននៅពេលបច្ចុប្បន្ននេះបានប្រូឈ្មោះរបស់គាត់រួចហើយបន្ទាប់ពីមកយន្តតែលើនេះគាត់គឺជាអាចារ្យទៀនយ៉ាងបងប្អូនអើយមិនចាំបាច់ទុកខ្លួនឡើយនៅថ្ងៃដែលព្រះអាទិត្យលើមេឃនិកាយរបស់ខ្ញុំត្រូវបានបង្កើនឡើងអ្នកទាំងអស់គ្នានឹងក្លាយជាព្រឹទ្ធរាជារបស់និកាយរបស់ខ្ញុំហើយនៅព្រះអនាគតក៏ត្រានៅក្នុងព្រះអាទិត្យលើមេឃនិកាយរបស់ខ្ញុំនឹងរាប់បញ្ចូលដល់ពូចាស់ទុំយ៉ានយ៉ាងធានបាននិយាយហេតុផលដែលយើងមានថ្ងៃនេះគឺដោយសារតែអ្នកនិកាយក្បាលយ៉ានត្រូវហើយបើគ្មាននិកាយក្បាលយ៉ានយើងនឹងអាចស្លាប់បានពីនគរក្នុងអំណាចទី3ដែលយើងអាចខ្លាចជាអ្នកចាស់ទំនៃព្រះអាទិត្យលើមេឃចំនួន15នឹងធ្វើដោយដេចបានអ្នកបង្កើតគម្រោងដ៏ធំបែបនេះពីរបស់យ៉ានយ៉ាងធានបានធ្វើឲ្យអារម្មណ៍របស់មនុស្សនៅទីនោះកើនឡើងយ៉ាងខ្លាំងព្រោះមនុស្សចិត្តใจកាន់តែច្រើនពួកគេកាន់តែសប្បាយចិត្តហើយនៅពេលនេះ3មួយដែលអាចមិនខ្វះគឺជាប្រធានបទដែលមនុស្សនៃរៀបខេត្ត9ពីភាសាច្រើនបំផុតជួសវែងនឹង6ធំអំណាចអ្នកទាំងអស់គ្នាតើអ្នកបានលឺវាទេនោះជាមិនអាចទៅរួចទេនោះបានមករកយួននៅខេត្តមែនទេតើយួនខេត្តនឹងត្រូវបំបល់លើគាត់ទេនេះនឹងជាការល្អបំផុតប្រសិនបើវាកាត់ឡើងវានឹងល្អបំផុតប្រសិនបើជួសវែងបំផ្លាញអ្នកកំបាំងសន្និកាយជាមួយនឹងអំណាចផ្សេងទៀតនឹងមានឱកាសហើយប្រហែលជាព្រះអាទិត្យលើមេឃ1569របស់យើងនឹងក្លាយជាឱកាសមួយនៃយួនខេត្តថាហានអ្នកទាំងអស់គ្នាវាពិតជាមិនសល់ហេតុសុផលទេថាជួសវែងបានបាត់អស់រយៈពេលឡុងហើយនៅទីនោះគ្រាន់តែជាព័ត៌មានអំពីគាត់តើរីអាចទៅរួចយ៉ាងវិញតែគាត់មកយួនខេត្តខ្ញុំក៏មានអារម្មណ៍ថាវាមិនអាចទៅរួចទេដែលជួសវែងមកយួនខេត្តទោះជាយ៉ាងណាខ្ញុំសង្ឃឹមថាគាត់មកហើយប្រហែលជាអ្វីដែលចៅបងអាចនិយាយបានប្រសិនបើធ្វើមួយដ៏អស្ចារ្យអ្នកកំបាំងសន្និកាយប្រហែលជាវានឹងផ្ដល់ឲ្យយើងនៅរកាសព្រះអាទិត្យលើមេឃនិកាយបន្ទាប់ពីទាំងអស់ពីរំរោះបានកើតពីពិភពលោកដ៏ច្របូកច្របល់មនុស្សបានពិភាក្សាយ៉ាងរំភើបអំពីបញ្ហារបស់ជួសវែងបានបាត់ខ្លួនមួយរយៈហើយមនុស្សជាច្រើនកំពុងទីថាតើរាំងបច្ចុប្បន្នរបស់ជួសវែងណែណានៅទីនោះគឺជាពាក្យជាចាំអារម្មណ៍អំពីជួសវែងទៅគ្រប់កន្លែងទាំងអស់គឺជាក៏ជាអ្វីដែលមិនអាចជួយបានមនុស្សមួយចំនួនចូលចិត្តធ្វើបែបនោះដើម្បីផ្សព្វផ្សាយពាក្យជាចាំអារម្មណ៍ដូចជាចំណងចំណូលចិត្តប្រសិនបើពាក្យជាចាំអារម្មណ៍ដែលពួកគេបានផ្សព្វផ្សាយត្រូវបានគេដឹងយ៉ាងទូលំទូលាយនោះពួកគេនឹងមិនអាចដេកលក់ពីសុភមង្គលបានទេព្រោះមនុស្សទាំងនោះមិនទាន់ពេញវ័យដូច្នេះ
ជំពូកទី436ការសម្លាប់ព្រះមកដល់ជំពូកទី436ការសម្លាប់ព្រះមកដល់ប៉ានៅពេលនោះមរងវ័យនៅតាមម្នាក់គ្មានបានបំបាយពេញស្រានៅក្នុងដៃរបស់គាត់បានក្រោកឈរឡើងហើយស្រែកខ្លាំងថាឈួរកេងគ្រាន់តែជាក្មេងៗអាក្រក់ប៉ុណ្ណោះប៉ុន្តែគាត់បានធ្វើឲ្យអ្នកទាំងអស់គ្នាពីពាន់អ្នកគាត់តាមរបៀបទៅអស់ចាគាត់សំបីតែមួយឈ្នានឹងនោះណាស់ចង់បំបែអ្នកកំបានសំបីតែ75គឺពិតជាកំពុងស្រមៃពីអ្វីដែលខ្ញុំឃើញពាក្យជឿចាំអារម្មណ៍ទាំងអស់អំពីជួរវែងគឺសាហាវសុផលទូលយ៉ាងណាក៏ដោយខ្ញុំមិនជឿពួកគេទេមួយក្មេងអាក្រក់ត្រឹមតែ16ឆ្នាំចាស់និងក្មេងស្រីអាយុ15ឆ្នាំម្ចាស់គឺជាអាចបំបាយភ្លើងព្រះសាឡាតនិងសូត្រ8ព្រះសាឡាតពពែបរោះរបស់ណូត្រូវបានទីជាសំបីតែមែនទេមរងវ័យតាម្នាក់នោះហាក់ដូចជាផាត់ស្រាច្រើនពេកទៅធ្វើឲ្យគាត់សរំជុំចងត្រូវហើយឲ្យនោះអ្នកនិយាយត្រូវនឹងឈួរវែងគឺជាក្មេងអាក្រក់តែគាត់អាចខ្លាចជាបជាខ្លាំងមើលជារបស់យើងឲ្យនោះយ៉ាងមិនដែកតោះផាត់ប្រឈមមុខនឹងស្ថានភាពនោះអ្នកទាំងអស់គ្នាក៏សឹកខ្លាំងមនុស្សនៅទីនោះដើមឡើយជាក្រុមមនុស្សថោកត្រឹកដូច្នេះសំបីតែប្រសិនបើពួកគេមានការដំណោះស្រួលពួកគេនៅតែជាមនុស្សមួយនេះនរណាបានធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងពួកគេមិនមានច្បាប់អ្វីទេហើយពួកគេគ្រាន់តែសង្កត់ធ្ងន់ទៅលើសុភមង្គលប៉ុណ្ណោះពួកគេនឹងធ្វើអ្វីដែលពួកគេចង់ឲ្យមានសុភមង្គលដូច្នេះដោយធម្មជាតិពួកគេមិនប្រកែកដោយសារតែជួត្រេងផ្ទុយទៅវិញពួកគេបានយល់ព្រមជាមួយឪនោះហើយចាប់ផ្ដើមប្រមាថជួរវែងត្រូវហើយប្រសិនបើជួរវែងព្យាបង្ហាញខ្លួននៅមុខខ្ញុំសូមមួយពីរបៀបដែលខ្ញុំនឹងមើលថែគាត់ខ្ញុំនឹងនិយាយគាត់យ៉ាងខ្លាំងគាត់នឹងមិនសម្បីតែទទួលស្គាល់ឪពុករបស់គាត់ទេព្រះសម្បីតែក្មេងអាក្រក់ចង់មានកម្លាំងដែលអាចទប់ទល់នឹងស្ថានសួគ៌ដែលឃើញមនុស្សចូលសពជាមួយគាត់បរោះស្មោះឲ្យលោកកាន់តែមានទំនុកចិត្តមួយជាគាត់ឈរនៅលើទឹកហើយចាប់ផ្ដើមមួយខ្លាំងមានអ្នកណាឃើញឈ្មោះរេងបុនទេនៅពេលនោះចានយ៉ាងធាននរណាអង្គុយនៅលើកៅអីក្បាលហើយមិនបាននិយាយអ្វីសម្រាប់ពេលវេលាឡងបាននិយាយនៅបន្ពិតខងមនុស្សសក់ក្បាលក្នុងពេលតែមួយនិកាយក្បាលយ៉ាងអ្នកនឹងមិនបានឃើញគាត់បែនទេបាទនិកាយក្បាលយ៉ាងខ្ញុំបានលើថាអ្នកមកពីខេត្តភៀវត្រឹមត្រូវទេតើអ្នកបានឃើញឈួរសេងពួកគេបានសួរដោយចង់ដឹងពិតណាស់ខ្ញុំបានឃើញគាត់មុននៅពេលដែលខ្ញុំឃើញឈួរសេងជាលើកដំបូងគាត់គឺជានៅតែជាអាណាក្រដាមកំណើតក្មេងអាក្រក់ប៉ុន្តែនៅពេលនោះគាត់គឺជាអាចសម្លាប់មនុស្សបានយ៉ាងងាយចំនួន8នៅក្នុងអញ្ចឹងខ្ញុំមិននិយាយរឿងនេះទៅកាន់អ្នកនឹងដែលមើលចុះក្រោមឈួរសេងទេពីព្រោះគាត់ពិតជាមានសមត្ថភាពប្រឆាំងនឹងសុខវិនិច្ឆ័យនៅក្នុងពាក្យចៅអារ៉ាមមួយនឹងទៀតក្មេងអាក្រក់នោះពិតជាខូកើខ្លាំងណាស់គាត់ហ៊ានធ្វើអ្វីហើយនរណាទាំងនោះខឹងគាត់ធ្វើមិនបញ្ចប់តែដល់ល្អអូរីអាខ្វាពាក្យដែលអ្នកបាននិយាយនាពេលនេះប្រសិនតែគាត់លើវាគ្រប់គ្រាន់ហើយសម្រាប់ជីវិតអ្នកទោសរបស់អ្នកត្រូវបានបញ្ចប់យ៉ាងធាននិយាយយ៉ាងមើលម៉ាត់សម្លេងនោះការមើលនោះទៀតគឺជាដូចជាប្រសិនបើគាត់បានឃើញលំព្រាងនៃការស្លាប់ដ៏វេទនារបស់ពួកគេធានមាននរណាម្នាក់បានទីគួរឲ្យភ័យខ្លាចហើយអ្នកផ្សេងទៀតត្រូវបានគេមិនគួរឲ្យភ័យខ្លាចស្រាលសម្បីតែទៅនោះឈរកន្លែងដែលគាត់គឺជាហើយមិនហ៊ានផ្លាស់ទីទៀតទេវាគឺជាដោយសារតែមនុស្សទាំងអស់នៅកន្លែងការខាច់ចានយ៉ាងធានអាចនិយាយបានថាជាតិកិច្ចការនុភាពបំផុតហើយយ៉ាងធានគឺជាកងពីខេត្តជាកងដែរដូច្នេះចំពោះពាក្យរបស់គាត់ប្រជាជននៅទីនោះជឿពួកគេបន្តិចប្រសិនបើគាត់និយាយថាឈួរភ្លេងគឺជាដែលមានធម៌ខ្លាំងនោះពួកគេនឹងជឿជាក់យ៉ាងមុតមងថាឈួរភ្លេងគឺជាពិតជាមានធម៌ខ្លាំងថាគ្រាន់តែនិយាយលេងតែខ្ញុំអាចឃើញឈួរភ្លេងយ៉ាងមិនដេចភាពឯកាពេញមួយថ្ងៃហើយខ្ញុំគឺជាកបណាស់ខ្ញុំមិនបានជួបឈួរភ្លេងទេឃើញបណ្ឌយាកាសគឺជារយៈបន្តិចចានធានព្រាមផ្សេងខ្លាំងខាកំប្រែងក្បាលគឺបញ្ជានិកាយក្បាលរឿងកំ pl ៃរបស់អ្នកបានធ្វើឲ្យយើងទាំងអស់គ្នាភ័យខ្លាចមកខិតបងប្អូនថ្ងៃនេះយើងធ្វើមិនចេញបើយើងស្រវឹងមិនគង់មនុស្សចាប់ផ្ដើមសាច់ដោយមិនចេះអត់ធ្មត់ដូចជាពួកគេបានផាត់ហើយដូចជាភាពព្រមព្រៀងបានចូលទៅក្នុងក្បាលរបស់ពួកគេមនុស្សមួយចំនួនចាប់ផ្ដើមជប់គ្រប់គ្រងខ្លួនឯងហើយធម្មជាតិដូចចាស់របស់ពួកគេបានទូឡើងនៅក្នុងដំណាក់មនុស្សមួយចំនួនបានលើកដៃអាក្រក់របស់ពួកគេឈ្មោះទៅរកស្ត្រីសាមញ្ញទោះបីជាមនុស្សស្រីមួយចំនួននឹងថាមនុស្សទាំងនោះមានអំណាចហើយមានចំតាក់ពេញលេញក្នុងការធ្វើតាមពួកគេដូចជាពួកគេនឹងថាប្រហែលជាវាអាចអនុញ្ញាតឲ្យពួកគេឆ្លងកាត់ថ្ងៃអនាគតបានយ៉ាងល្អនិងទទួលបានទ្រព្យសម្បត្តិដ៏អស្ចារ្យក៏ដោយនៅទីនោះខ្លះជួយច្រឡំក្មេងស្រីនរណាមិនចង់បាត់បង់ទូ138របស់ពួកគេដោយសារតែទូ138ដូច្នេះពួកគេបានធ្វើគ្រប់យ៉ាងដើម្បីទប់ទល់ប៉ុន្តែតើពួកគេអាចកត់ចាត់មនុស្សទាំងនោះបីរំលឹកណាដូច្នេះនៅក្នុងដំណាក់ជោតឆាតនៃអង្គើហឹង្សាត្រូវបានអនុម័តហើយធម្មជាតិរបស់សត្វដែលចាប់បានផ្ទុលឡាននោះឲ្យនោះនេះជាបំផ្លាញបំផុតគាត់មិនចង់បានមនុស្សស្រីនៅពេញវ័យទេហើយគាត់នៅតែជាមួយមនុស្សដែលមិនពេញវ័យគាត់ពិតជាបានបង្ខំនារីក្មេង3នាក់រហូតដល់ស្លាប់ប៉ុន្តែគឺជានៅតែមិនអាចបំពេញចិត្តគាត់បានទីបំផុតគាត់បានសំណឹងមើលទៅនារីក្មេងតណាមើលទៅស្រៀនទៅនឹងហើយយ៉ាហាគុណមកអនុញ្ញាតឲ្យគ្រូប្រៅនោះបង្ហាញអ្នកហាត់រកពិតគឺជាអ្វីឲ្យនួយឈ្មោះទៅរកក្មេងស្រីនណាមើលទៅស្រៀងនឹងដោយយ៉ាអត់ទេខ្ញុំសូមអង្វរអនុញ្ញាតឲ្យខ្ញុំទៅស្ត្រីក្មេងបានអង្វរដោយទុកព្រួយហើយមុខរបស់នាងគឺជាពោពេញដោយទឹកភ្នែកព្រះមិនស្ដាប់បង្គាប់កុំស្ដាប់បង្គាប់នោះសំឡេងមួយដោយកំហិនរបស់គាត់ហើយក្រវីដៃរបស់គាត់ជាមួយនឹងសំឡេងផ្ទាស់គាត់បានបាក់ដៃទាំងពីររបស់នារីក្មេងភាពឈឺចាប់នៃដៃរបស់នាងត្រូវបានផ្ទាស់ធ្វើឲ្យនាងមិនអាចនិយាយវាបានទេមុខរបស់នាងប្រែទៅជាស្លាប់ភ្លាមប្រសល់ហើយនាងស្ទើរតែបាត់បង់ស្មារតីដោយសារតែរឿងនោះទីរុំណាស់បងអូនសម្លាញ់ទោះជាយ៉ាងណាការយំដ៏ឈឺចាប់របស់នារីក្មេងបានត្រឹមតែធ្វើឲ្យនោះសំបីតែកាន់តែរំភើបមួយជាគាត់បានចាប់ផ្ដើមខៃសម្លៀកបំពាក់នារីក្មេងយ៉ាងខ្លាំងប្រឈមមុខនឹងស្ថានភាពនោះយ៉ាងធានបានត្រឹមតែអង្គុយនៅទីនោះហើយមិនអើពើនឹងងារគាត់ធ្វើដូច្នេះដោយសារគាត់ដឹងថាមនុស្សនោះមានសិលធម៌យ៉ាងណានៅទីនោះ
គឺជាមនុស្សតែមួយនៅក្នុងពួកគេណាគឺជាមូលហេតុដែលគាត់បង្កើតពីខេត្តនៅកន្លែងនោះគឺជាដោយសារតែគោលដៅរបស់គាត់គឺជាចង់ខ្លាយជាជនផ្ដាច់ការនៃតំបន់នោះដើម្បីទទួលបានទ្រព្យសម្បត្តិទៅនៅខុសច្បាប់ប៉ុន្តែភ្លាមខាងទូមួយបានបន្លឺឡើងពីខាងលើដំណាក់ហើយក្នុងពេលដំណើរគ្នាបរិមាណដ៏ច្រើននៃថ្មដែលខូចបានធ្លាក់ចុះពីលើមេឃការចក់នោះបានបណ្ដាលឲ្យរថយន្តដំណាក់បត់ឆ្វេងស្ដាំហើយយកចុះក្រោមការភ័យខ្លាចបានធ្វើឲ្យមនុស្សសាមញ្ញនៅក្នុងដំណាក់គ្របដណ្ដប់ក្បាលរបស់ពួកគេហើយពួកគេបានរត់គេចនៅជាតិពួកគេបន្ស្រែកតើមានអ្វីកើតឡើងដំណាក់គឺជាទៅតែសាសងប៉ុន្តែវាភ្លាមខូចរញធំគឺជាបានធ្វើនៅលើពីណានបន្តឲ្យអ្នកចាស់ទុំដែលហៅថាព្រះអាទិត្យនៅមេឃនិកាយមានការខឹងសម្បាយ៉ាងខ្លាំងនៅពេលនោះស្រាប់តែមនុស្សប្រុសស្រីបណ្ដាគ្នាចុះមកក្រោមពីរឹងធំដែលគឺជាតិទើបដាច់ពួកគេឈរនៅក្នុងដំណាក់ហើយមនុស្សពីរនាក់គឺឈូហ្វេងនិងស៊ីលេងបន្ទាប់ពីមនុស្សនៅក្នុងដំណាក់របស់ពួកគេបានឃើញឈូហ្វេងនិងស៊ីលេងពួកគេទាំងអស់ភ្ញាក់ឲ្យពួកគេមានពិតជាភ្ញាក់ឲ្យយ៉ាងខ្លាំងរំលត់ណាស់ដែលពួកគេបាត់មាត់ប៉ុន្តែមិនមែនដោយសារឈូហ្វេងទេដោយសារតែឈូហ្វេងបានផ្លាស់ប្ដូររូបរាងរបស់គាត់ពួកគេមិនអាចសម្បីតែស្គាល់ឈូហ្វេងបានទេមូលហេតុដែលធ្វើឲ្យពួកគេភ្ញាក់ឲ្យយ៉ាងខ្លាំងគឺជាដោយសារតែស៊ីលេងនិងស៊ីលេងសម្រស់គឺជាពិតជាអស្ចារ្យពេកហើយស្ទើរតែភៀននោះបុរសទាំងអស់នៅកន្លែងកាត់ហេតុមានការស្រឡាំងកាំងព្រះរបស់ខ្ញុំនៅទីនោះគឺសម្រស់នៅលើពិភពលោកខ្ញុំមិនកំពុងស្រមៃត្រឹមត្រូវបន្ទាប់ពីឃើញស៊ីលេងមាសពលឺភៀភៀនៅក្នុងភ្នែករបស់ឪនោះម្នាក់គឺជាហេតុសំនៀកបំពាក់នារីក្មេងបរិមាណដ៏ច្រើននៃគេចេញពីមាត់របស់គាត់ក្រោកឈរហើយចង់លើកដៃអាក្រក់ឆ្ពោះទៅស៊ីលេងយ៉ាប់យើងសើតែយឺតពេលទៅហើយភៀននោះផ្នែកបុស្រួចជួសេបានទទួលស្គាល់ភៀនថាបងស្រីរបស់ក្មេងនៅក្រោមមានកាយរបស់ឪនោះគឺជាឪយ៉ាជាបងស្រីច្បងមុខរបស់នាងគឺជាស្រដៀងទៅនឹងឪយ៉ាហើយគាត់ពិតជាអាចច្រឡំមើលនឹងនាងពេលបច្ចុប្បន្ននេះមុខរបស់នារីក្មេងគឺជាពពេញនៅទឹកផ្នែកហើយសម្លៀកបំពាក់របស់នាងត្រូវបានរហ័សស្ទើរតែទាំងអស់សូម្បីតែដៃរបស់នាងត្រូវបានខ្ទាស់ហើយនាងគឺជាយំយ៉ាងឆាប់ប៉ុន្តែសំណានល្អនាងបានរក្សាតាមចារីហើយនាងមិនបានសើមកដោយអនុប៉ុន្តែសូម្បីតែដូច្នេះសមភាពរបស់ទៅនោះបានបញ្ឆេះកំហឹងរបស់ជូហ្វេងយ៉ាងខ្លាំងខុសដោយមិននិយាយទៀតទេជូហ្វេងសួរទៅអនុហើយទាត់បន្ទាប់មកជើងរបស់គាត់បានចុះទន់នៅក្រោមក្រលៀនរបស់ឪនោះអំណាចនៃជើងរបស់គាត់ភៀជាដ៏មានដៃទពលហើយគាត់បានបំបីជើងទាំង3របស់ឪនោះភៀដែលបំបីខ្លួនរបស់គាត់ជា4ផ្នែកភាពឈឺចាប់នៃបំណែករាងកាយរបស់គាត់បានធ្វើឲ្យឪនោះយំយ៉ាងឈឺចាប់ដូចជាគាត់ចាប់ផ្ដើមរមៀលនៅលើនៃដោយស្រែកជឿពណ៌ឈាមគឺជាគ្រប់ទីកន្លែងដោយសារតែគាត់ហើយនេះគឺជាអាក្រក់និងគួរឲ្យភ័យខ្លាចចំពោះទី437ការចាប់ផ្ដើមការសម្លាប់រងគ្រោះចំពោះទី437ប្រងការចាប់ផ្ដើមការសម្លាប់រងគ្រោះលណាតតអ្នកមែនទេនៅទីនោះមិនមែនជាសត្រូវមានព្រះអាទិត្យលើមេឃនិកាយរបស់ខ្ញុំនិងអ្នកទេហេតុអ្វីបានជាអ្នកបរោះព្រះអាទិត្យលើមេឃនិកាយរបស់ខ្ញុំដើម្បីនិយាយណៃហើយសម្បីតែលីប្រហាមមនុស្សរបស់ខ្ញុំនៅពេលនោះយ៉ាងធានបាននិយាយដូចជាក្បាល3ព្រះអាទិត្យលើមេឃនិកាយគាត់ត្រូវតែលេខខ្លួននៅពេលនេះក្នុងពេលដំណើរគ្នានឹងអ្នកផ្សេងទៀតនៅក្នុងដំណើរប្រញាប់ឡងគាត់ឈូហ្វេងនិងស៊ីលេងទោះបីជាការវិប្រហាររបស់ឈូហ្វេងទៅតែពេលនេះគឺជាខ្លាំងហើយបើជាការដាំដុះរបស់គាត់គឺជាផងដែរនៅក្នុងកម្រិតទី6នៃអាណាគឺជាជ្រើមិនថាមានអ្វីក៏ដោយគាត់មិនគួរត្រូវបានគៀបបានស្មានទេតាំងទាំងអស់ទៅ145ណាស់មិញបរោះជាពិសេសជាមួយនឹងយ៉ានចាំងធៀមប្រណាគឺជានៅក្នុងកម្រិតទី1នៃអាណាក្រសួតធ្វើឲ្យទីតាំងរបស់ពួកគេមានស្ថិរភាពពួកគេមិនខ្លាចឈូហ្វេងទេផ្ទុយទៅវិញដោយសារតែចិត្តរបស់ពួកគេត្រូវបានផ្លាស់ប្ដូររួចឲ្យដោយស៊ីលេងដូចសម្រស់ពួកគេបានរៀបចំរួចហើយដើម្បីមិនអនុញ្ញាតឲ្យឈូហ្វេងត្រូវស៊ីលេងចាយចេញពីកន្លែងនេះវាគឺជាត្រូវតែបង្ខំឲ្យសម្រស់ស៊ីលេងតិចតួចនៅខាងក្រោយសម្លេងនេះទោះជាយ៉ាងណាក្នុងពេលតែមួយសម្លេងរបស់យ៉ានយ៉ាងធៀនបន្លឺឡើងចិញ្ចាំរបស់ឈូហ្វេងលូតដាំបន្តិចយ៉ាងលឿនបន្ទាប់ពីនៅពេលដែលគាត់សម្លឹងមើលទៅយ៉ានយ៉ាងធៀនភ្នែករបស់គាត់ភ្លឺភ្លាមហើយគាត់គឺជារីកក្នុងចិត្តដោយចៃដន្យកំហឹងដែរគឺជាបង្ក្រាបក្នុងរយៈពេលឡងនៅក្នុងបេះដូងរបស់គាត់បានផ្ទុះឡើងនៅក្នុងក្បាលរបស់គាត់វាគឺជាព្រោះឈូហ្វេងទទួលស្គាល់យ៉ានយ៉ាងធៀនមួយផ្លែតក្បាលព្រៃសារានិយន្តនរណាបានបោះត្រាបតែលវែងសាលាអ្នកខៀវខៃស្ទើតែបានសម្លាប់ខ្លួនឯងយ៉ាងធៀនតើអ្នកចាំខ្ញុំទេឈូហ្វេងភៀមស្រែកខ្លាំងនរណាតើអ្នកជាបន្តពីសំឡេងរបស់ឈូហ្វេងការបញ្ចេញមតិរបស់យ៉ាងធៀនមិនអាចជួយអ្វីបានក្រៅពីការផ្លាស់ប្ដូរហើយនៅលើទឹកមួយស្ងប់ស្ងាត់ដំបូងរបស់គាត់ភាពតក់ស្លុតដែលមិនអាចប្រៀបផ្ទឹមបានព្រាបាននៅចេញមកគាត់ចាប់ដើមមើលនៅឈូហ្វេងម្ដងទៀតដោយសារតែបន្ទាប់ពីសំឡេងរបស់ឈូហ្វេងគាត់មានអារម្មណ៍ថានេះគឺជាច្បាស់ណាស់វាភឿជាតិស្រដៀងនឹងមនុស្សម្នាក់ដែលគាត់ស្វាត់មុនហើយមនុស្សនោះគឺជាក៏ជាមនុស្សនរណាដែលគាត់ខ្លាចបំផុតសប្តាហ៍ថ្ងៃនេះមនុស្សនរណាគាត់មិនចង់ជួបបំផុតស្អែកអ្នកមិនចាំទេតើអ្នកចង់ឲ្យខ្ញុំរំលឹកអ្នកទេឈួរលេងបន្តសួរហើយដូចជាគាត់និយាយគាត់ចិត្តយ៉ាងធៀនបន្តិចម្ដងគឺអ្នកតើនេះអាចទៅរួចទេអ្នកផ្លាស់ប្ដូររូបរាងរបស់អ្នកទីបំផុតយ៉ាងធៀនបានបញ្ជាក់សម្លេងគាត់បានបញ្ជាក់ពីសម្លេងគាត់បានបញ្ជាក់ថាបរោះក្មេងនៅពីមុខគាត់គឺជាដោយគ្មានការសង្ស័យឈួរវិញភាពមួយភាពភ័យខ្លាចក្នុងចិត្តរបស់គាត់ក៏កាន់តែក្រាស់ក្រែលជើងរបស់គាត់ពិតជាទន់ខ្សោយហើយគាត់ស្ទើរតែដួលទៅលើដីប៉ុន្តែយ៉ាងលឿនបន្ទាប់ពីគាត់បានលុតផ្កាកុលាបទៅលើមេឃហើយចង់រត់គេចតាមរន្ធធំឈូសរែងនៅស៊ីលេងបានធ្វើការអ្នកគិតថាអ្នកអាចលុបទីបានទេដោយមើលឃើញនៅគំនិតមួយឈូសរែងរបស់រស្មីភៀមផ្កាកុលាបចូលទៅក្នុងកម្រិតទី8រីអាណាចក្រជ្រៅបន្ទាប់ពីយ៉ាងលះនៅជាតម្រង់វិញ្ញាណដែលគ្មានតម្រង់បានបង្ហាញខ្លួនទៅបាត់4ទៅ1ទាំង1ដានយ៉ាងធៀនមិនព្រមឃើញតម្រង់វិញ្ញាណឈូសរែងដាក់
គាត់គឺជាដាក់កម្លាំងទាំងអស់របស់គាត់ក្នុងការរត់ចេញដូច្នេះនរណាប្រហែលជាគិតថានៅពេលដែលគាត់បានជួបប្របានគ្នាតម្រង់ជាមួយនឹងការផ្ទុំមួយក្បាលរបស់គាត់បានបុកជាមួយទៅរំវិញញ៉ាំហើយភ្លាមគាត់មានអារម្មណ៍ថាគូក្បាលរបស់គាត់ភ្ញាក់ប្រើដូចជារំបួសវត្តអ្នកទាំងអស់គ្នាវត្តបន្ទាប់ពីធ្លាក់មកដីចានយ៉ាងជាងដឹងថាថ្ងៃនេះគ្រូមហន្តរាយបានមកដល់ហើយឈូសលេងបានធ្វើឲ្យពិតជាខ្លាចជាអ្នកមានអំណាចខ្លាំងដូចអ្វីដែលពាក្យទេចាំអារាមបាននិយាយដូច្នេះគាត់មិនអាចជួយបានទេប៉ុន្តែបានប្រវិដៃហើយស្រែកដាក់មនុស្សនៅក្នុងដំណាក់រានកាយក្បាលយ៉ានតើមានអ្វីខុសនរណាទាំងនោះបានធ្វើមិនដែលអ្វីទាំងអស់មិនដឹងថាកែអ្វីបានជាយ៉ានយ៉ាងធៀងគឺជាខ្លាញ់ទេនៅកាយក្បាលចៅនៅទីនោះមិនចាំបាច់ខ្លាចទេពួកគេគ្រាន់តែជាសត្វប្រជាពីរអ្នកប៉ុណ្ណោះនៅទីនោះមិនចាំបាច់ឲ្យអ្នកធ្វើអ្វីទេហើយយើងអាចចាប់គាត់ទាំងនោះសម្រាប់អ្នកត្រូវហើយក្មេងប្រុសនេះក្មេងអាក្រក់ក្រោតក៏ទៅពេកគាត់ហ៊ានធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់នោះរបស់យើងហើយសម្បីតែបំផ្លាញប្រដាប់ភេទរបស់គាត់យើងត្រូវតែធ្វើឲ្យគាត់សង្ឃឹមថាគាត់ស្លាប់ដូចជាសម្រាប់ស្រីម្នាក់នោះក្មេងអាក្រក់អស់គេយេផ្លែយើងអាចសោះចិត្តសម្រាប់ភាពស្អាតបាត់នេះបានដោយរបៀបណាយើងត្រូវរក្សាណាហើយយើងនឹងរៀននិយាយជាមួយនាងបន្តិចម្ដងកៃលនេះនាងនៅតែក្មេងប៉ុន្តែប្រសិនបើនាងរីជំរឿនទៅថ្ងៃអនាគតនាងនឹងកាន់តែតាក់ទាញ36ជាមួយក្រុមសត្វនៅតែមិនដឹងថាថ្ងៃចុងក្រោយរបស់ពួកគេបានមកដល់ពួកគេនៅតែគិតអំពីការវិជួផ្សេងឡើងបន្ទាប់មកលេងជាមួយស៊ីលីនិយាយរត់ទៅក្រុមនៃអ្វីដែលមិនស្គាល់ជីវិតនិងសេចក្តីស្លាប់តើអ្នកដឹងថាគាត់ជានរណាគាត់គឺជួលេងយ៉ាងធៀងសាយខ្លាំងដោយអ្វីជួលេងហាក់នៃកាយក្បាលចានអ្នកពិតជាអាចលេងសែតបានទាំងព្រៀងរបស់គាត់ដូចជួលេងយ៉ាងមិនដែរបាក់រឿងកម្លែងរបស់អ្នកត្រជាក់ពេកនេះគួរឲ្យអស់សម្ដេចណាស់មិនរងមនុស្សសាយយ៉ាងខ្លាំងពួកគេទាំងអស់គ្នាគិតថាយ៉ានយ៉ាងធៀងគឺជានិយាយលេងបើជាពួកគេទាំងអស់គ្នាបានឃើញទាំងរូបភាពដែលចង់បានរបស់ជួលេងហើយដឹងថាជួលេងមើលទៅដោយអ្វីបាត់នៃកាយក្បាលចានរឿងកំ pl ៃរបស់អ្នកកំ pl ៃពេកហើយតែខ្ញុំអាចខ្លាចជាជួលេងយ៉ាងវិញលេចអ្នកទាំងអស់គ្នាមើលខ្ញុំជួលេងក៏សាយយ៉ាងឈ្គួរជាមួយកងមនុស្សគាត់គឺជាមិនធម្មតាសាយយ៉ាងសាហាវទន្ទឹមនឹងនេះមុខរបស់គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរលឿនណាស់អ្នកឡប់ទៅរូបរាងនាំវិញទៀតគឺជាដូចគ្នាមួយជាមួយនៅលើផ្ទាំងរូបភាពដែលចង់បានស្ថានសួគ៌អ្នកបន្ទាប់ពីឃើញមកបច្ចុប្បន្នរបស់ឈួរផ្សេងក្រុមមនុស្សនរណានៅតែសាយយ៉ាងប្រេតផ្សេងរូបពេលស្នាមញញឹមរបស់ពួកគេមុខរបស់ពួកគេប្រែដូចជាសពីខ្មៅប្រែស្វាយពីសពីទៅជាពណ៌បៃដងនិងពី4ទៅជាពណ៌បៃដងពួកគេទាំងអស់មានការបញ្ចេញនៅតែចំណែកច្បាស់ណាស់ពួកគេនៅតែមិនអាចទទួលយកការពិតរបស់បុរសក្មេងនៅចំពោះមុខភ្នែករបស់ពួកគេគឺជួផ្សេងនៅគ្រាន់តែនៅពេលនោះស៊ីលេងបានលេងប្រហាត់បើឃើញរូបរាងដ៏គួរឲ្យអាណិតរបស់បងស្រីដោយយ៉ាងឃើញស្ត្រីនរណាស្មប់គ្រួបើស្លាប់ឃើញស្ត្រីក្មេងយំស្រាតជាស្ត្រីផងដែរស៊ីលេងគឺជាពិតជាមិនអាចទុកចិត្តបានឡើយបងស៊ីលេងមានកម្លាំងខ្លាំងហើយនាងអាចសម្បៃតែប្រយុទ្ធនឹងអ្នកដែលស្ថិតក្នុងកម្រិតទី4មេអាណៃត្រសួលការសម្លាប់ក្របនេះអាណៃក៏ជាជ្រៅគឺជាសម្បៃតែងាយស្រួលជាងស្រមោចកម្ពុជាជ្រើបានទូឡើងហើយស្ទើរតែមួយរំពេចនេះបានបំផ្លាញទានកាយរបស់មនុស្សជាច្រើនមនុស្សទាំងនោះមិនបានសូម្បីតែស្រែកចេញមុនពួកគេខ្លាចជាធ្នប់ឈាមក្នុងពេលជាមួយគ្នានោះជួលេងក៏បានវាប្រហោផងដែរគាត់បានធ្វើមិនប្រើសម្ពាធដើម្បីសម្លាប់ហើយក៏មិនប្រើជំនាញក្បាច់គុណដើម្បីសម្លាប់ដែរគាត់ទើបតែលុតដល់ឲ្យនោះភៀងបោះចង្ហាន់ហើយជាមួយនឹងការហំគាត់បានបំបាយខួរកាម៉ារបស់ដល់នោះភៀងនោះជួលេងបានលោបឡើងទៅលើបុរសមួយទៀតពង្រីកដៃទាំងពីររបស់គាត់ហើយដូចជាកាំបិតមួយស្រួចចាក់ចូលទៅក្នុងទ្រូងរបស់បុរសនោះបន្ទាប់មកគាត់បានលាតដៃចេញភ្លាមហើយហាយសពបុរសនោះជាពីរបុរសនរណាគឺជាគ្រាន់តែបានសម្លាប់ដោយជួសេងមានការដាំដុះនៃតម្រូវទីនេះ8មេអាណទៅជាជ្រើប៉ុន្តែនៅទីមកជួសេងគាត់អាចយកចូល1611ប្រាប់ដល់តែមួយគឺជាបំបីយ៉ាងងាយស្រួលដោយជួសេងក៏គួរឲ្យខ្ទឹមគាត់ពិតជាជួសេងគាត់ត្រូវតែជួសេងបើមិនដូច្នេះទេគាត់នឹងមិនមានអំណាចប្រយុទ្ធដ៏គួរឲ្យភ្លេចខ្លាចបែបនេះទេបើមិនដូច្នេះទេយើងទាំងអស់គ្នានឹងស្លាប់នៅទីនេះនៅពេលនោះទីបំផុតពួកគេជឿថាបរោះក្មេងនរណាបានបង្ហាញខ្លួននៅចំពោះមុខភ្នែករបស់ពួកគេគឺជាជួរភ្នែកនិងស្បែកក្មេងស្ត្រីគឺជា6644រលងបើជាពួកគេបានរំលឹកពីជ័យចាមអារ៉ាមគ្រប់ប្រភេទអំពីជួរភ្នែកសមភាពរបស់គាត់និងអបពន្ធហេតុរបស់គាត់ការភ័យខ្លាចនៅក្នុងចិត្តរបស់ពួកគេបានចាប់ផ្ដើមរីករាលហើយពួកគេទាំងអស់បានបាត់បង់វាទាំងស្រុងពីគួរឲ្យភ័យខ្លាចហើយពួកគេអាចទទួលយកទៅមួយថែសារខ្លួនឯងភៀមនោះអ្នកដែលមានភាពក្លាហានតិចជាងនេះមានការភ័យខ្លាចព្រានហើយជើងរបស់ពួកគេបានពឹងផ្សោយរឹងលិតពីគ្រារំរត់ពួកគេអង្គុយនៅលើដីហើយបាត់បង់សមត្ថភាពក្នុងការធ្វើចលនាអ្នកដែលមានភាពក្លាហានបន្តិចបានចាប់ផ្ដើមរត់តាមអ្វីដែលពួកគេមានពួកគេចង់រត់ចេញពីធាតុដំណាក់ប៉ុន្តែតម្រង់វិញ្ញាណគឺជាអ្នកគ្មានដំណងបានដាក់ឲ្យហើយនៅទីនោះឡើយឈួរផ្សេងជាមួយនឹងការដាំដុះរបស់ពួកគេតើពួកគេអាចបំបាយការបាត់តម្រង់វិញ្ញាណយ៉ាងមិនដាច់តើគេអាចបំបាយគ្នានឹងចេញនៅរបៀបណាអ្នកទាំងអស់គ្នាគឺជាចាក់សោកក្នុងនៅទីនោះបើអ្វីដែលកំពុងរងចាំពួកគេគឺជាមានកាត់ស៊ីលេងនិងឈួរផ្សេងការសម្លាប់បើគ្មាននៅតាឲ្យអ្វីដែលបានកាន់ឡើងនៅក្នុងចិត្តរបស់ពួកគេគឺជាពេកខ្លាចថាសូម្បីតែធ្វើឲ្យប្រលឹងរបស់ពួកគេញ៉ាប៉ុន្តែភ្លាមនោះអ្នកដែលមានកន្សោមស្មុគស្មាញបំផុតគឺជាគ្មាននរណាក្រៅពីយ៉ាងភ្លាមទេគាត់អង្គុយនៅលើដីដែលគ្មានជីវិតស្រស់ឈាមគឺជានៅតែហូរលើក្បាលដូចជាគាត់សំណឹងមើលជួរផ្សេងបណ្ណាគឺជាសម្រាប់អ្នកក្រោមបង្កត់ដែលគាត់បានជ្រើសរើសដោយខុសខើ3នាទីនោះគឺជាគំនិតក្របណយនៅក្នុងចិត្តរបស់គាត់នេះគឺជាដោយសារតែការទៅសឹកនៅទីដែលគាត់បានធ្វើត្រឡប់មកវិញមិនទាន់មកបានខ្លាយជាការពិតជួរផ្សេងនិងពិតជាអភិវឌ្ឍហើយគាត់នឹងខ្លាយជាគួរឲ្យភ័យខ្លាចបំផុតច្រើនណាស់ដែលសូម្បីតែគាត់អាចមិនខែផ្សារគាត់ប៉ុន្តែគាត់មិនដែលនឹកស្មានថាថ្ងៃនោះនឹងមកលឿននោះទេដែលជួរផ្សេងនឹងវិវត្តយ៉ាងឆាប់រហ័សហើយជួរផ្សេងនឹងស្បៃរកគាត់នៅពេលដំបូងហើយបង្ហាញខ្លួននៅចំពោះមុខគាត់
ជប់ទី438ការលំបាកក្នុងការបែងចែកល្អនិងអាក្រក់ចំពោះទី438ភាពបាក់ក្នុងការបែងចែកល្អនិងអាក្រក់ខ្ញុំសូមគុំសម្រាប់ខ្ញុំលោកប្រឈមមុខនឹងស្ថានភាពដែលពួកគេមានកន្លែងដើម្បីគេចេញមនុស្សជាច្រើននៅក្នុងដំណាក់បានចាប់ផ្ដើមលុតជង្គង់នៅលើឥដ្ឋទាំងស្រស់ទឹកភ្នែកពួកគេបានវាក្បាលរបស់ពួកគេនៅលើដីឆ្ពោះទៅឈួសរែងនិងស៊ីលេងប៉ុន្តែអ្វីដែលពួកគេទទួលបានមកវិញគឺជាការសម្លាប់នៅគ្មានបៃដងការប្រឈមមុខនឹងមនុស្សដោយពួកគេឈួសរែងនិងស៊ីលេងមិនមានការអាណិតតិចតួចបំផុតនោះទេព្រោះឈួសរែងនិងស៊ីលេងដឹងពីធម្មជាតិរបស់ពួកគេសម្បីតែប្រសិនដល់បច្ចុប្បន្នពួកគេកំពុងសុំទានតិចតួចបន្ទាប់ពីចាក់ចេញពួកគេនឹងបានប្រព្រឹត្តរបស់រកក្រៅជាមិនខានមនុស្សដោយពួកគេត្រូវតែបានសម្លាប់ឈួសរែងនិងស៊ីលេងបានបង្ការសម្លាប់រងគ្រជាមួយប្រទេសពិធីស័ក្តិសិទ្ធិជាមួយនឹងការភ្លឹបផ្លែតភីច្រើននៃមនុស្សអាក្រក់នៅក្នុងដំណាក់គឺបានសម្លាប់ជាយ៉ាងណាឈួសរែងទប់ចានយ៉ាងធៀនសម្រាប់ចុងក្រោយបង្កត់បន្ទាប់ពីសម្រាប់អ្នកក្រៅបង្គាប់របស់យ៉ាងធៀនទាំងអស់រណាស្ថិតនៅក្នុងដំណាក់ពេលនោះមានតែឈួសរែងឡើងដល់យ៉ាងធៀនហើយសួរថាដំបងឡើយពេលដែលឯងរៀបខ្ញុំតើអ្នកធ្លាប់គិតថាថ្ងៃលើថ្ងៃនេះនឹងការឡើងដៃទេក៏ហាយ៉ាងធៀនបានធ្វើមិនឆ្លើយតបទុយទៅវិញគាត់ភ្លាមផ្សាយខ្លាំងសម្ដែងរបស់គាត់បានប្រាប់ឈួសរែងថាគាត់មិនខ្លាចស្លាប់ទេគាត់គឺជាក៏មិនខ្លាចថាឈួសរែងនឹងធ្វើទារុណកម្មគាត់វាគឺជាប្រាប់ឈួសរែងថាគាត់បានគិតរួចហើយអំពីអ្វីគ្រប់យ៉ាងដូច្នេះគាត់បានដាក់ចោលនៅភាពទួចតែទាំងអស់ហើយសម្បីតែការភ័យខ្លាចក្នុងភ្នែករបស់គាត់បានក៏រយ៉ាងបន្តិចដូចជាច្រើនដូចជាគាត់អាចធ្វើបានគាត់រក្សាភាពអស្ចារ្យរបស់ស្ដេចហើយនិយាយទៅកាន់ឈួសរែងខាងក្រៅគឺជាយ៉ាងចាំងធានដល់រឿងនៅពេលដែលខ្ញុំបានឆ្លងកាត់ខែភាពអស់ជាច្រើនឆ្នាំនៅដំបងខ្ញុំមានពិតជាមិនគិតថានាទីនោះនឹងខ្លាយជាថ្ងៃនេះសម្បីតែច្រើនជាងនេះទៅទៀតខ្ញុំមិនដែលគិតថាខ្ញុំនឹងត្រូវចាញ់ដោយដៃរបស់បរិសបែងនោះទេប៉ុន្តែអ្នកឈ្នះគឺជាស្ដេចហើយអ្នកចាញ់គឺជាចោរខ្ញុំគ្មានលេខអ្វីទេអ្នកឈួសរែងខ្លាំងជាងខ្ញុំអ្នកគឺខូគឺជាខ្ញុំយ៉ាងធៀនទទួលស្គាល់ការបរាជ័យប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាវាគួរឲ្យខ្មាស់ទៀនទេសម្បីតែតួអង្គដ៏អស្ចារ្យជាច្រើននិងខាងប្រកំពូលធំដែលមានស្រាប់អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងទ្វីបនៃខេត្ត9មិនអាចធ្វើអ្វីសម្រាប់អ្នកបានទេតែខ្ញុំអាចធ្វើអ្វីបានប្រសិនបើអ្នកសួរខ្ញុំថាតើខ្ញុំសោកស្ដាយចំពោះទង្វើដែលខ្ញុំបានធ្វើខ្ញុំអាចប្រាប់អ្នកថាខ្ញុំសោកស្ដាយនេះខ្ញុំសោកស្ដាយនេះខ្លាំងណាស់ខ្ញុំសោកស្ដាយដែលអ្នកខាងធ្វើប្រសិនបើខ្ញុំអាចជឿរើសម្ដៅទៀតខ្ញុំនឹងទីអ្នកមកជាមួយខ្ញុំនឹងកុហកអ្នកប៉ុន្តែអ្វីដែលបានកើតឡើងរួចទៅហើយតើការសោកស្ដាយមានប្រយោជន៍អ្វីខ្ញុំអាចចំណាយភ្នែកទៅមួយគត់នៃក្បាលនៃសាលាអ្នកភៀវភ្នែករបស់គាត់ប្រសើរជាងខ្ញុំហើយគាត់គឺជាក៏ឆ្លាតជាងខ្ញុំដែរព្រោះគាត់បានឃើញអ្វីដែលអ្នកមានពេលនេះអ្នកនៅពីមុខខ្ញុំទោះបីជាការដំណើររបស់ខ្ញុំនៅតែខ្ពស់ជាងអ្នកក៏ដោយប៉ុន្តែញ៉ាំរបស់ខ្ញុំគឺនៅខាងក្រោមអ្នកមិនថាអ្នកចង់សម្លាប់ខ្ញុំឬធ្វើទារុណកម្មខ្ញុំទេខ្ញុំគ្មានទីអន់សពុនចិត្តអ្វីឡើយសូមបន្តទៅមុខទៀតថ្ងៃនេះប្រសិនបើខ្ញុំយ៉ាងធៀនសូមតាមវិធីណាក៏ដោយខ្ញុំនឹងក្លាយជាកូនប្រុសរបស់អ្នកក្នុងជីវិតបន្ទាប់របស់ខ្ញុំឃើញយ៉ាងធៀនដល់ណាគឺជាបែបនោះជួសរែងដំបងបាត់ផ្នែករឿងពីមុនដែលបានកើតឡើងគឺនៅក្នុងចិត្តរបស់គាត់ហើយក្រោយមកគាត់ហ៊ាននឹងមានមួយជាប្រសិនបើគាត់គឺជាបងភ្នើបន្ទាប់មកគាត់បាននិយាយទៅកាន់យ៉ាងធៀនថាអ្នកបានឃើញគ្រប់យ៉ាងច្បាស់ហើយប៉ុន្តែកុំបារម្ភខ្ញុំនឹងមិនសម្លាប់អ្នកហើយក៏មិនធ្វើបាបអ្នកដែរទោះជាយ៉ាងណាខ្ញុំនឹងមកកម្លាំងរបស់អ្នកចេញដូច្នេះអ្នកមិនអាចធ្វើបាបប្រជាពលរដ្ឋធម្មតាបានទៀតទេរឿងធ្វើបាបអ្នកទុនខ្សោយឈួររែងនឹងយ៉ាងស្ងប់ស្ងាត់បន្ទាប់មកយកដៃចេញហើយវិជាណាមួយស្រួយពីធៀបចូលទៅក្នុងដានភៀនរបស់យ៉ាងធៀនរួមជាមួយនឹងឈាមដែលហូរចេញពីដានភៀនរបស់គាត់យ៉ាងធៀនមិនអាចជួយអ្វីបានក្រៅពីស្រែកខ្លាំងភ្លាមបន្ទាប់ពីគាត់បានដួលទៅរ៉ាត់ជាមួយនឹងមុខយ៉ាងសាហាវខ្សោះណាក់ពេលដែលគាត់យកនៅក្នុងការផ្ទុំឈួររែងបានធ្វើមិនសម្រាប់យ៉ាងធៀនវាមិនមែនដោយសារតែគាត់គឺជាចិត្តទុនហើយក៏មិនគឺជាវាដោយសារតែគាត់ចង់ផ្ដល់ឱកាសឲ្យគាត់ចាប់ផ្ដើមស្រស់វាគឺជាគ្រាន់តែថាព្រានគាត់មិនមានអារម្មណ៍ថាចង់សម្លាប់គាត់ទេប្រសិនបើកំណត់របស់យ៉ាងធៀនគឺជានៅតែខ្ពស់ជាងឈួសរែងឬប្រសិនបើគាត់គឺជានៅតែអាចគម្រាមរំហាយឈួសរែងយ៉ាងខ្លាំងនោះឈួសរែងពិតជាមិនស្ទាក់ស្ទើរសម្រាប់គាត់ដើម្បីខិតចាត់ជំនឿនាពេលអនាគតប៉ុន្តែការប្រឈមមុខនឹងមនុស្សម្នាក់មិនមែនជាការគម្រាមរំហាយប៉ុន្តែសោះឈួសរែងមានអារម្មណ៍ថានាទីនោះមិនមែនជាអត្តន័យណាមួយឡើយខាងតើគាត់បានសម្លាប់គាត់ឬមិនក្រៅពីនេះក្បាលនៃសាលាយន្តនរណានឹងបន្ទាប់ពីគាត់គ្រប់ទីកន្លែងហើយអាចសម្រាប់គាត់ដោយការលើកដៃនេះជើងត្រូវបានចេញនៅគាត់រួចទៅហើយគាត់អាចមិនក៏មានគាត់ទៀតហើយប្រហែលជាអធិភាពរបស់គាត់អាចលំលិតឈួររែងហើយប្រាប់គាត់ថាការលំបាកដែលគាត់បានជួបប្រទះគឺមិនមែនសម្រាប់អ្វីទាំងអស់ដោយសារតែគាត់នរណាបានតស៊ូនៅក្នុងការសាររបស់ដ៏លំបាកអភិវឌ្ឍយ៉ាងឆាប់រហ័សគាត់បានបោះជំហានលើមនុស្សលប់មិនអស់នរណាបានគំរាមបំផាញ់ដល់ជីវិតរបស់គាត់មុនហើយធ្វើឲ្យពួកគេមិនអាចបំបីស្ថានភាពមិនអំណោយផលនៅក្នុងជីវិតរបស់ពួកគេបន្ទាប់ពីនោះឈួររែងនិងស៊ីលេងមិនបានចាប់ផ្ដើមការសម្លាប់រងគ្រោះដ៏ធំនោះទេពួកគេបណ្ដេញអ្នកដាំដំណាំទាំងអស់ចេញទៅវិញបន្ទាប់មកបំបាយកម្មករការសួរសម្រួលបន្ទាប់ពីស្ត្រីក្មេងកណាគឺជាស្ទើរតែធ្វើឲ្យបងស្រីច្បងរបស់គឺជាសៃម៉ងពិតប្រាប់កាត់ឲ្យយ៉ាងដូច្នេះជាមួយនឹងតម្រំវិញ្ញាណវិជាឈួររែងនិងស៊ីនាងបានជួយនាងឲ្យជាសះស្បើយឡើងវិញនៅដៃនៃខួររបស់នាងហើយជាមួយនឹងក្របថ្នាំបានជួយនាងឲ្យជាសះស្បើយពីមូលរបស់នាងពួកគេសូម្បីតែបានជាបាព្រលឹងដែលរបួសរបស់នាងហើយធ្វើវាដូច្នេះនាងឆាប់បានរកចាស់ស្រមោលនៅក្នុងចិត្តរបស់នាងហើយឲ្យមានសុខភាពល្អវិញបន្ទាប់ពីធ្វើបែបនោះឈួររែងនិងស៊ីលេងបានមកស្រីច្បងរបស់អីយ៉ាងត្រឡប់ទៅភូមិគ្រួសាររបស់អីយ៉ាងវិញបើគ្មានការដើមនោះតើនាទីនោះមានន័យអ្វីដើម្បីបន្តរស់នៅទោះជាយ៉ាងណាបន្ទាប់ពីឈួររែងនិងអ្នកផ្សេងទៀតបានចាក់ចេញយ៉ាងធៀនដណា
មានការប្រាំនោះរបស់គាត់នៅដល់ចេញបានមកដល់កម្ពុជាខ្លួនមួយមុខរបស់គាត់នៃមានមន្តភាពពីមុនទៀតហើយរូបរាងរបស់គាត់នៃមើលទៅដូចជារាជារបស់តួអង្គដ៏ធំនៃនាយកសាលាគាត់នៃមើលទៅដូចជាគាត់គឺជាអ្នកគ្រប់គ្រងតំបន់មួយគាត់នៃមើលទៅដូចជាគាត់គឺជាស្ដេច